You know, when I'm saying I'm going to Cambodia to my friend told me, you do. Isn't that the countries are dangerous? You Cambodians are Such a okay. good one. Now I can say to my friend, you all. វីដេអូដែលគេល្បី share នៅក្នុង Facebook មករយៈពេលមុនហ្នឹងចាប់អារម្មណ៍គឺគាត់នៅក្នុង club គឺសឹងរីនៅក្នុង club យក macro មកនិយាយថានឹងយកជីតាកនមកខ្មែរបានហើយអ្នកទាំងអស់គ្នាអ្វីដែលជាការបារម្ភរបស់ខ្ញុំហ្នឹងគឺគាត់មកខ្មែរយើងធ្វើអីបើសិនជាគាត់និយាយថាគាត់ចង់មករកការវិនិយោគទុនមកធ្វើការរកស៊ីនៅប្រទេសខ្មែរហ្នឹងគឺខ្ញុំហត់តែភ័យទៀតអ្នកទាំងអស់គ្នានៅថាខ្ញុំភ័យថាគាត់អាហ្នឹងនៅក្នុងវីដេអូដែលខ្ញុំថតប្រហែលថ្ងៃមុនហើយមុននឹងរឿងឬក៏ព័ត៌មាននេះលេចលឺទៀតហើយអ្វីដែលខ្ញុំអត់ចង់ឲ្យកាត់ឡើងគឺវាកាត់ឡើងហើយព័ត៌មានហ្នឹងគេបានទៅសេថាសឹងរីហ្នឹងគឺនឹងបើកក្លឹបនៅប្រទេសកម្ពុជាយើងតែម្ដងទំនាក់ទំនងរបស់គាត់គឺហីមកដល់ខ្មែរយើងហ្នឹងហើយយើងដឹងន័យថានៅស្រុកខ្មែរយើងគឺងាយរកស៊ីដែរហើយក៏ជាចំណុចល្អមួយដែរមានអ្នកដែលគាត់ចូលមកវិនិយោគប្រទេសយើងច្រើនដែលជួយធ្វើឲ្យសេដ្ឋកិច្ចជាតិយើងល្អប្រសើរជាងមុនណាប៉ុន្តែដោយដែលការរកស៊ីរបៀបសឹងរីនេះខ្ញុំគិតថាប្រទេសខ្មែរយើងអត់មានល្អជាងជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំម៉ារីហើយចំពោះរឿងក្តីរបស់យើងថ្ងៃនេះផងដែរដោយដែលបានឃើញនៅក្នុងចំណងជើងអញ្ចឹងគឺយើងនឹងនិយាយអំពី Burning Sun ដែលជារឿងក្តីមួយក្នុងចំណោមរឿងក្តីជាច្រើនដែលត្រូវបានអ្នកដែលគាត់មើលវីដេអូឬក៏មើល channel របស់ខ្ញុំហ្នឹងគាត់ request ឬក៏សារសុំមកច្រើនមែនតើខ្ញុំដូចគ្នាក៏ចង់ធ្វើវីដេអូនិយាយអំពី Burning Sun ហ្នឹងដែរប៉ុន្តែដោយសារតែរឿងក្តីហ្នឹងខ្ញុំគិតថាមានគ្នាយើងជាច្រើនដែលគាត់បានធ្លាប់ឮធ្លាប់ស្ដាប់ធ្លាប់មើលហើយអញ្ចឹងណាចឹងខ្ញុំខ្លាចថាបើខ្ញុំធ្វើវីដេអូហ្នឹងទៅអាចថាអត់មានអ្នកមើលប៉ុន្តែមួយវិញទៀតខ្ញុំគិតថាដោយសារតែមានអ៊ំពូមីងជាច្រើនដែលគាត់មើលវីដេអូខ្ញុំមួយនេះហើយគាត់ប្រហែលជាអត់ដែរស្គាល់ជាមួយនឹងតារា K-pop និងអ្នកដែលនៅក្នុងវិស័យ K-pop ឬក៏តារាកូរ៉េអញ្ចឹងណាចឹងខ្ញុំគិតថាអាចយករឿងក្តីមួយនេះមកចែករំលែកទៅអ្នកទាំងអស់គ្នាមួយសារទៀតជាមួយនឹងព័ត៌មានថ្មីដោយសារតែប្រហែលជាមួយថ្ងៃ2ថ្ងៃមុននេះទេមុនថ្ងៃដែលខ្ញុំថតវីដេអូនេះហើយគឺគេបានបញ្ចេញជាមួយនឹងវីដេអូមួយទៀតដូចជា documentary អញ្ចឹងដែលថតដោយ BBC បទទូរទស្សន៍ហ្នឹងនិយាយទៅដំបូងខ្ញុំក៏គិតដែរថាតើខ្ញុំគួរតែនិយាយរឿងក្តីហ្នឹងធ្វើមិនឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការយល់ប៉ុន្តែខ្ញុំគិតថាលំដាប់នៃការរៀបរាប់រឿងពីដើមដល់ចប់របស់ BBC ហ្នឹងគឺវាងាយស្រួលបំផុតហើយអញ្ចឹងខ្ញុំយកព័ត៌មានពីក្នុង documentary ហ្នឹងខ្លះជាមួយនឹងការ research របស់ខ្ញុំខ្លះដោយសារតែខ្ញុំជឿជាក់ថាមានតែប៉ុស្តិ៍ទូរទស្សន៍ដូចជា BBC ឬក៏ CNN ទេដែលគឺធានាឲ្យយើង 100% តែម្ដងថាព័ត៌មានដែលពួកគាត់ផ្សព្វផ្សាយចេញមកហ្នឹងវាជាការពិតដូចបើសិនជាអ្នកទាំងអស់គ្នាមើលរឿងហុងកុងដែលទើបតែចេញគេល្បីខ្លាំងហ្នឹងអ្នកនរគ្នាដឹងហើយថាការចេញព័ត៌មានមួយគឺវាអត់ងាយស្រួលទេអញ្ចឹងគឺខ្ញុំព្យាយាមយកតែព័ត៌មានឬក៏ចំណុចណាដែលគេពិតជាបានបញ្ជាក់ថាវាជាការពិតណាដោយសារតែជុំវិញនៅក្នុងរឿងក្តីហ្នឹងវាតាក់ទងជាមួយនឹងតារាកូរ៉េដែរមានប្រជាប្រិយភាពខ្លាំងមែនតើទៅមាន fan ជាច្រើនណាស់អញ្ចឹងនៅពេលដែលរឿងក្តីហ្នឹងលេចលឺឡើងហ្នឹងវាមានពាក្យអាចារ្យបារាមខ្លះបាត់ឬក៏ខ្លះទៀតអត់បាត់ឬក៏ខ្លះទៀតគេបំភ្លៃខ្លះទៀតហ្នឹងគេលើកមកដើម្បីការពារតារារៀងខ្លួនអញ្ចឹងទៅអញ្ចឹងវាអាចមានព័ត៌មានខ្លះឬក៏ព័ត៌មានជាច្រើនដែរដែលវាមិនមែនជាការពិតកុំឲ្យខាត់ពេលយូរឥឡូវយើងចូលរឿងក្តីរបស់យើងទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាបានឃើញនៅខាងក្រោយនេះខ្ញុំអញ្ចឹងគឺខ្ញុំមានជាមួយនឹង album 17មានរូប Scoop ហើយខ្ញុំក៏មាន CD EXO មាន poster មានអីចឹងទៅគឺអ្នកដែលគាត់ស្គាល់ខ្ញុំក៏ដឹងថាខ្ញុំជា fan K-pop មកយូរឆ្នាំមិនមែនតែ fan K-pop ឥឡូវទេណាគឺខ្ញុំតន់ជំនាន់ Big Bang តន់ជំនាន់ 2NE1 ដឹងថាពួកគាត់មានប្រជាប្រិយភាពប៉ុណ្ណាហើយខ្ញុំក៏ធ្លាប់ជាអ្នកដែលចូលចិត្តនឹងគ្រប់គ្រង Big Bang ដែរប៉ុន្តែខ្ញុំគិតថាខ្ញុំជ្រើសរើស bias ឬក៏អ្នកដែលយើងចូលចិត្តជាងគេនៅក្នុងក្រុមហ្នឹងណាត្រូវដោយសារតែខ្ញុំអត់ចូលចិត្តជាមួយនឹងសឹងរីឯបើអ្នកទាំងអស់គ្នាធ្លាប់ឃើញវីដេអូដែលទៅតែគេផុសប្រហែលខែមុននេះដែរទេដែលសឹងរីគាត់បានមកប្រទេសកម្ពុជាយើងមកស្រុកខ្មែរយើងណានៅពេលដែលខ្ញុំឃើញវីដេអូហ្នឹងណាខ្ញុំអត់សប្បាយចិត្តទេដោយសារតែខ្ញុំបានធ្លាប់ដឹងរឿងក្តីរបស់នេះសាននឹងមកពីមុនដែរហើយខ្ញុំដឹងថាគាត់មិនមែនជាមនុស្សល្អម៉ានេះអញ្ចឹងណាហើយមួយវិញទៀត
អ្នកទាំងអស់គ្នានឹងយល់ថាមិនខ្ញុំឃើញគាត់នៅក្នុងស្ថានភាពបែបហ្នឹងគាត់នៅក្នុងទីតាំងមួយហ្នឹងខ្ញុំគិតថាវាអត់សមស្របនៅក្នុងការ comeback របស់គាត់ពួកអីពេលដែលគាត់មកហ្នឹងគឺគាត់ចេញពីពន្ធនាគារបានប្រហែលឆ្នាំហើយគាត់ចាប់ផ្ដើមចូលក្នុងវិស័យសិល្បៈឬក៏លេចមុខមាត់ក្នុងសង្គមវិញណាប៉ុន្តែឃើញមកស្រុកខ្មែរយើងហើយមានជាមួយនឹងការគ្រប់គ្រងច្រើនមែនតើដូចថាគាត់និយាយពាក្យមិនសមរម្យក្តីណាប៉ុន្តែនៅមានអ្នកហូនៅក្នុងក្លឹបហ្នឹងហើយគាត់បានជួបជាមួយនឹងអ្នកល្បីៗនៅប្រទេសយើងជាច្រើនមែនតើដែលខ្ញុំគិតថាសម្រាប់ខ្ញុំវាជារឿងមួយដែលគួរឲ្យយើងទាំងអស់គ្នាបារម្ភហើយអ្នកទាំងអស់គ្នានឹងដឹងថាតើមានរឿងអីទៅលើសង្រីហើយជាមួយនឹងការណៃបនីសានហ្នឹងនៅក្នុងវីដេអូរបស់យើងចំពោះរឿងក្តីនេះគឺមានតារា K-pop ជាច្រើនដែលតាក់ទងឬពាក់ព័ន្ធជាមួយនឹងក្តីហ្នឹងអញ្ចឹងវាមានរឿងក្តីរបស់ចនជុនយ៉ងហើយនឹងរឿងក្តីបនីសាននៅពេលដែលរង្វង់ពីរនឹងប្រសពគ្នាកន្លែងប្រសពនៅកណ្ដាលហ្នឹងគឺលីសឹងរីហ្នឹងហើយអញ្ចឹងយើងនឹងមកបកស្រាយថាតើរឿងពីរហ្នឹងវាតាក់ទងគ្នារបៀបម៉េចហើយសឹងរីហ្នឹងគាត់ជាចំណុចប្រសពនៃរឿងទាំងពីរហ្នឹងមិនខ្លះអញ្ចឹងតារាទាំងអស់ហ្នឹងមានដូចជាចុងជុនយ៉ងឆွိုင်းចុងហ៊ុនលីសឹងរីហើយមានបងប្រុសយូរីដែលគាត់នៅក្នុង Girl Generation ដែរនៅក្នុង group chat ហ្នឹងហើយនឹងមានតារាម្នាក់ទៀតដែលគាត់នៅក្នុង group Sian Blue ដែរនិយាយទៅគឺមានតារាល្បីៗជាច្រើននៅក្នុងរឿងក្តីហ្នឹងរឿងក្តីនេះដូចគ្នាខ្ញុំគិតថាអាចយូរដែរអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចមួយកែទឹកយកមកចិត្តខ្លួនផងឬក៏អាចស្ដាប់នៅពេលញ៉ាំអីក៏បានដែរតែសាររឿងក្តីនេះវាអត់សូវមាន detail អីសាហាវហ្មងដែរទេបកត្រឡប់ទៅការធ្វើជា K-pop fan ឬក៏ជា fan របស់តារាចម្រៀងកូរ៉េខ្ញុំដឹងថាមានគ្នាយើងច្រើនយកអារម្មណ៍មួយនឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ច្បាស់ហ្មងនៅពេលដែលយើងចូលចិត្តតារាកូរ៉េណាម្នាក់យើងគិតថា image ឬក៏រូបភាពដែលគេបង្កើតគឺជាការពិតឧទាហរណ៍ថានៅក្នុងការបង្កើតក្រុមមួយគឺគេមាន concept របស់គេតើគេចង់បង្កើតក្រុមហ្នឹងឲ្យមានលក្ខណៈបែបណាចេញទៅមានរូបភាពបែបម៉េចហើយសមាជិកនីមួយៗគឺពួកគាត់មាន image ឬក៏រូបភាពរបស់គាត់ផ្សេងៗគ្នាឧបមាថាអ្នកដែលគាត់ធ្វើជា rapper គាត់ចេញមកលក្ខណៈ swag ឬក៏អីយ៉ាងទៅអ្នកដែលគាត់ជា vocalist ចេញមក gentle ឬក៏សុភាពបរិសុទ្ធនិយាយទៅគឺគេមានរូបភាពទាំងអស់នោះបង្កើតហើយគឺគេកំណត់ឲ្យស្រេចនៅពេលដែលគេបង្កើតក្រុមទាំងអស់ហ្នឹងចឹងនៅពេលដែលយើងជា fan យើងឃើញគ្រប់ហ្នឹងយើងស្រឡាញ់គ្រប់ហ្នឹងយើងពេញចិត្តជាមួយនឹង image របស់គាត់ហ្នឹងនៅពេលដែលយើងមកគាត់ review ទៅយើងគិតថាគាត់ប្រហែលជានៅក្រៅគឺគាត់មានលក្ខណៈបែបហ្នឹងដែរចរិតរបស់គាត់គឺដូចនឹងអ្វីដែលយើងឃើញនៅក្នុងទូហ្នឹងតែការពិតវាគ្រាន់តែជារូបភាពខាងក្រៅរបស់គាត់ដែលត្រូវបានគេបង្កើតឡើងគេកំណត់ឲ្យតាំងពីដើមហ្នឹងដូចគ្នាជាមួយនឹងតារាដែលតាក់ទងជាមួយនឹងរឿងក្តីហ្នឹងអញ្ចឹងគឺនៅពេលដែលរឿងហ្នឹងកើតឡើងអត់មានអ្នកគេជឿជនរងគ្រោះអត់មានអ្នកគេជឿថាពួកគាត់ទាំងអស់ហ្នឹងអាចធ្វើរឿងហ្នឹងឡើងបានទេមិនថាតែជនរងគ្រោះដែលគេអត់ជឿហ្នឹងឯងក៏មានអ្នកកសែតជាមួយអ្នកយកព័ត៌មានជាច្រើនអ្នកដែរដែលត្រូវបានមនុស្សដឹកតាមបណ្ដាញសង្គមហ្នឹងគឺជេរបន្តិចគាត់ហើយមានអ្នកខ្លះទេគំរាមទេអីដោយពួក fan គាត់នឹងគឺខឹងនិយាយទៅដោយសារតែពួកគាត់មាន fan មនុស្សស្រីជាច្រើនណាស់ហើយពួកគេការពារតារារបស់គេអញ្ចឹងទៅអ្នកទាំងអស់គ្នាអាចគិតមើលថាពួកគាត់មាន fan ច្រើនមែនតើជាមនុស្សស្រីប៉ុន្តែអ្វីដែលគាត់ធ្វើទៅលើមនុស្សស្រីហ្នឹងគឺអត់បានស្មើជាមួយនឹងថយដែលគាត់លេងហងបីលុកបឡនិយាយទៅគាត់លេងជាមួយមនុស្សស្រីឬក៏ខ្ញុំគិតថាផ្នែកកំណត់របស់គាត់គិតថាមនុស្សស្រីដូចជារបស់លេងសម្រាប់គាត់អញ្ចឹងអ្នកទាំងអស់គ្នាអាចយល់បានទេថាខ្ញុំចង់និយាយពីអី fan របស់គាត់ជាមនុស្សស្រីប៉ុន្តែការពិតមនុស្សស្រីសម្រាប់គាត់គឺប្រៀបបីបានដូចជារបស់លេងទាំងដែលនៅមុខ fan គឺបែបផ្សេងតែជីវិតពិតបែបផ្សេងដោយមនុស្សស្រីដែលជាជនរងគ្រោះនៅក្នុងរឿងក្តីទាំងអស់ហ្នឹងគឺត្រូវបានក្រុមពួកតារាចម្រៀងកូរ៉េហ្នឹងចាប់រំលោភដាក់ថ្នាំហើយលេងសើចហើយថតវីដេអូថតអីចែករំលែកនៅក្នុងក្រុមរបស់ពួកគាត់ហ្នឹងតែម្ដងមុននឹងយើងចូលដល់រឿងក្តីស៊ីជម្រៅខ្ញុំចង់ប្រាប់ថា VIP នៅខ្មែរក៏ដោយ VIP around the world កុំខឹងខ្ញុំកុំស្អប់ខ្ញុំគ្រាន់តែនិយាយការពិតទេហើយវាជាការពិតមែនបើសិនជាអ្នកទាំងអស់គ្នាអត់ជឿទៅលើរឿងហ្នឹងអ្នកទាំងអស់គ្នានៅតែគិតថាសឹងរីអត់មានអីខុសឬក៏តារាផ្សេងៗទៀតគាត់អត់មានធ្វើអីខុសអ្នកទាំងអស់គ្នាអាចទុកគំនិតរបស់អ្នកទាំងអស់គ្នានៅក្នុងចិត្តបានអ្នកទាំងអស់គ្នាបន្តជឿឬក៏គិតតាមគំនិតរបស់អ្នកទាំងអស់គ្នាចោះប៉ុន្តែអ្វីដែលខ្ញុំចែករំលែកនេះគឺខ្ញុំចង់និយាយដើម្បីឲ្យអ្នកដែលគាត់អត់ទាន់ដឹងរឿងនឹងច្បាស់ឬក៏គាត់គិតថាគាត់ចង់ស្ដាប់ហើយយកទៅគិតថាតើគាត់គួរតែការពារមនុស្សបែបហ្នឹងអត់ក្រុមមនុស្សបែបហ្នឹងអត់ចឹងគាត់អាចស្ដាប់វីដេអូនេះហើយយកទៅពិចារណាបានចឹង VIP គុំ cancel ខ្ញុំណាពាក្យថា Mocha គឺគេប្រើប្រាស់នៅប្រទេសកូរ៉េនៅពេលដែលជាករណីនៅពេលដែលមនុស្សស្រីឬក៏មនុស្សប្រុសនិយាយទៅតែវាភាគច្រើនកើតឡើងទៅលើមនុស្សស្រីនៅពេលដែលគេលួចថត
ពួកគាត់ដែលពួកគាត់អត់ដឹងខ្លួនអស់នឹងយកទៅចែកចាយហ្នឹងណាបាត់អក្រត់ហ្នឹងគេហៅថាម៉ូខាគេមានពាក្យកាត់ហ្នឹងគេហៅថាម៉ូខាហ្នឹងឯងករណីនៅក្នុង end room ដែលខ្ញុំបាននិយាយហ្នឹងក៏គេហៅថាម៉ូខាដូចគ្នាថ្ងៃដែលថតពួកគាត់ប៉ុន្តែចំពោះករណីដែលពេលដែលជនរងគ្រោះគាត់ដឹងខ្លួនអាហ្នឹងវាមិនមែនជាម៉ូខាទេម៉ូខាគឺកើតឡើងនៅពេលដែលជនរងគ្រោះគឺគាត់អត់ដឹងខ្លួនជនរងគ្រោះនៃម៉ូខាពួកគាត់ទាំងអស់ហ្នឹងសុទ្ធតែនៅពេលដែលដឹងថាត្រូវបានគេថតហើយពួកគាត់គឺភ័យខ្លាចគាត់ដឹងថាគាត់ត្រូវទៅតរណាគេជួយបានទេហើយមួយវិញទៀតគាត់ភ័យថាដោយសារតែនៅពេលដែលវីដេអូគាត់លេចចេញទៅក្រៅទៅជីវិតរបស់គាត់គឺចាប់ធំហ្នឹងហ្មងដោយដែលខ្ញុំបាននិយាយនៅក្នុង end room អញ្ចឹងនៅពេលដែលវីដេអូចេញទៅវាមិនតាក់ទងជាមួយនឹងអត្រាដែលគាត់ទៅរកការងារធ្វើគឺវាទាបមែនតើបើសិនជាគេធ្លាប់ឃើញវីដេអូគាត់ដឹងថាវីដេអូគាត់ឬក៏រូបភាពគាត់ត្រូវបានលេចចេញក្រៅហើយជាមួយនឹងមិត្តភ័ក្តិគ្រួសារប៉ាម៉ាក់អីផ្សេងៗគឺពួកគាត់ខ្មាស់គេអញ្ចឹងភាគច្រើនបើសិនជាមានគេគំរាមថាបើសិនជាអត់ចង់ឲ្យចេញរូបភាពឬវីដេអូទាំងអស់ហ្នឹងទេហើយឲ្យពួកគាត់នៅស្ងៀមជនរងគ្រោះភាគច្រើនគឺពួកគាត់អត់ទៅប្តឹងប៉ូលីសទេដោយសារតែគាត់ខ្លាចថាអ្នកទាំងអស់ហ្នឹងធ្វើរឿងនឹងបែបហ្នឹងពិតមែនផាកហ៊ូស៊ីលដែលគាត់ជាអ្នកកសែតនៅប្រទេសកូរ៉េខាងត្បូងគាត់ទទួលបានព័ត៌មានមួយដែលគួរចាប់អារម្មណ៍មែនតើដែលព័ត៌មានហ្នឹងគឺគាត់បានមកជាមួយនឹងជនរងគ្រោះតែម្ដងដែលជនរងគ្រោះអះអាងថាគាត់ត្រូវបានតារាចម្រៀងមួយរូបលួចថតគាត់ឬក៏ធ្វើម៉ូខាហ្នឹងនៅលើគាត់ដែលតារាចម្រៀងម្នាក់ហ្នឹងមានឈ្មោះថាចុងជូនយ៉ងគាត់ជាតារាចម្រៀងម្នាក់ដែលគាត់ជាអ្នកសរសេរចម្រៀងមួយដែរដែលគាត់ល្បីខ្លាំងមែនតើនៅប្រទេសកូរ៉េខាងត្បូងគាត់មាន fan ច្រើនមែនតើដែល fan គាត់ទាំងអស់ហ្នឹងភាគច្រើនគឺជាមនុស្សស្រីទាំងអស់ហើយគាត់ក៏បានចូលរួមកម្មវិធីកម្សាន្តជាច្រើននៅលើប៉ុស្តិ៍ទូរទស្សន៍យថាគាត់ល្បីខ្លាំងមែនតើណាហើយចំពោះខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់មើលកម្មវិធីដែលគាត់បានចូលរួមមួយដែរដែលគាត់នៅប្រចាំនៅក្នុងកម្មវិធីហ្នឹងហ្មងមិនមែនគាត់ដែលជាតារាកិត្តិយសទេណាគាត់លេងនៅក្នុងកម្មវិធី Two Day One Night ខ្ញុំអត់សូវបានមើលជាប់ហ្មងទេតែខ្ញុំគ្រាន់តែដឹងថាគាត់លេងនៅក្នុងកម្មវិធីហ្នឹងខ្ញុំបានមើលคลิปខ្លីៗខ្លះហើយគឺគាត់កំ pl ែងគាត់មើលទៅធម្មតាមែនតើហើយដែលសារតែគាត់កំ pl ែងហ្នឹងហើយគាត់លេងសើចច្រើនហើយសុភាពអញ្ចឹងទៅធ្វើឲ្យមនុស្សនៅពេលដែលមើលដែលគាត់ចូលលេខកម្មវិធីនឹងទៀតហ្នឹងគឺកាន់តែចូលចិត្តគាត់នៅថ្ងៃទី23ខែកញ្ញាឆ្នាំ2016 Park Hyo-sil នឹងឯងគឺគាត់បានទទួលព័ត៌មានដែលខ្ញុំនិយាយខាងដើមនឹងគឺទទួលបានពីជនរងគ្រោះហើយនៅពេលដែលគាត់ដឹងពីព័ត៌មានទាំងអស់ហ្នឹងហើយគាត់ក៏បានទៅសេជាមួយនឹងព័ត៌មានហើយគឺគាត់ផុសភ្លាមតែម្ដងគាត់ធ្វើ breaking news ហ្នឹងអំពីរឿងក្តីហ្នឹងតែម្ដងនិយាយអំពី Park Chun-young ដែលធ្វើទៅលើសង្សាររបស់គាត់ហ្នឹងគាត់បាននិយាយថានៅពេលហ្នឹងប្រហែលជាម៉ោង10:50នាទីនៅថ្ងៃសុក្រគាត់បានផុសជាមួយនឹងarticle ដែលគាត់ទៅសេហ្នឹងនៅពេលដែលគាត់ផុសហើយហ្នឹងគឺអត់យូរទេនៅតាមបណ្ដាញសារព័ត៌មានផ្សេងនៅលើផុសទូទាស់នៅតាមបណ្ដាញសង្គមផ្សេងហ្នឹងគឺផុសហើយនិយាយអំពីចុងជូនយ៉ងទាំងអស់គឺគេចាប់ផ្ដើមអ្នកខ្លះក៏យកព័ត៌មានរបស់គាត់ហ្នឹងធ្វើជា source ទៅធ្វើព័ត៌មានបន្តអ្នកខ្លះទៀតក៏ចាប់ផ្ដើមយកព័ត៌មានវែកញែកនៅលើ social media ហ្នឹងឯងអូខេចំពោះកន្លែងនេះខ្ញុំសូមហៅជនរងគ្រោះដែលគាត់អត់ចង់បញ្ចេញឈ្មោះណាគាត់ខ្ញុំសូមហៅគាត់ថាចោះគាត់បានប្រាប់ថានៅពេលដែលពួកគាត់ទាំងពីរនាក់ហ្នឹងកំពុងតែរួមភេទមួយគ្នានៅផ្ទះរបស់ចុងជូនយ៉ងនឹងផងដែរហ្នឹងដោយសារតែពួកគាត់ជាសង្សារនឹងគ្នាអញ្ចឹងវាអត់ចម្លែកទេដែលគាត់មានធ្វើរឿងទាំងអស់ហ្នឹងមួយគ្នាប៉ុន្តែអ្វីដែលរៀងប្លែកលើកនេះហ្នឹងដោយសារតែគាត់ចាប់បានថាជូនយ៉ងហ្នឹងគាត់បានយកកាមេរ៉ាហើយលួចថតសកម្មភាពដែលពួកគាត់កំពុងតែធ្វើពីរនាក់ហ្នឹងនៅពេលដែលគាត់ចាប់បានភ្លាមហ្នឹងគឺគាត់ខឹងជូនយ៉ងមែនតើហើយចិត្តមួយទៀតគឺគាត់ខ្លាចដោយសារថាគាត់ខ្លាចជូនយ៉ងនឹងបញ្ចេញវីដេអូនឹងចេញទៅក្រៅហើយបើសិនជាមានរឿងអីទៅគាត់គិតថាអ្នកដែលទទួលផលវិបាកបំផុតហ្នឹងគឺគាត់ដែរដោយសារតែជូនយ៉ងមានផ្លូវដើរនិងមានផ្លូវចេញពីរឿងនឹងច្រើនជាងគាត់ទៅពេលដែលគាត់ខឹងហើយគាត់ក៏ចេញទៅផ្ទះរបស់គាត់ហើយគាត់ក៏បានទៅប្តឹងប៉ូលីសដោយសារតែប្រហែលជាពួកគាត់ឆ្លោះគ្នាហើយនិយាយគ្នាគាត់គិតថាគាត់អាច deal ជាមួយនឹងជនយ៉ងនឹងបានគាត់ក៏ទៅប្តឹងប៉ូលីសទៅនៅពេលដែលគាត់ទៅប្តឹងប៉ូលីសហើយរឿងក្តីនឹងត្រូវបានគេដឹងច្រើនអញ្ចឹងណាខាងក្រុមហ៊ុនរបស់ជនយ៉ងហ្នឹងក៏អត់មានព័ត៌មានអីចេញមកនិយាយអីច្រើនដែរគ្រាន់តែថា2ថ្ងៃក្រោយបន្ទាប់ពីគាត់បានទៅប្តឹងនៅកាន់ប៉ូលីសហ្នឹងចុងជូនយ៉ងហ្នឹងគាត់ក៏បានចូលមកប៉ូលីសដើម្បីចូលរួមសហការជាមួយប៉ូលីសស៊ើបអង្កេតទៅលើរឿងក្តីហ្នឹងដោយគាត់និយាយថារឿងទាំងអស់ហ្នឹងគឺអត់បានកើតឡើងទេបើនិយាយឲ្យស្រួលយល់ទៅណាហើយដោយសារតែចេះអ្វីដែលវាចម្លែកមួយទៀតនៅក្នុងករណីរឿងចុងជូនយ៉ងហ្នឹងធម្មតានៅពេលហ្នឹងគឺវាច្រើនគឺថតនៅលើទូរស័ព្ទព្រោះអត់ការជំនាន់ហ្នឹង2016ហើយប៉ូលីសធ្វើការស៊ើបអង្កេតមែនពីលើការថតវីដេអូលើទូរស័ព្ទហ្នឹងប៉ុន្តែអត់យកទូរស័ព្ទគាត់ហ្នឹង
ទៅពិនិត្យមើលថាតើវីដេអូហ្នឹងមាននៅលើទូរស័ព្ទហ្នឹងមែនអត់ទោះបីវីដេអូគាត់ហ្នឹងគាត់លុបចោលក៏គេមានវិធីអាចយកវីដេអូហ្នឹងមកវិញបានត្រូវអត់ប៉ុន្តែគឺប៉ូលីសអត់យកទូរស័ព្ទគាត់ហ្នឹងទៅមើលទេដោយឡែកចុងជូនយ៉ងនឹងវិញធ្វើរូបភាពមកដើម្បីឲ្យ netizen ឬក៏អ្នកដែលនៅលើបណ្ដាញសង្គម Facebook គិតថាគាត់ជាមនុស្សស្អាតស្អំគាត់បកគលគ្រប់យ៉ាងឲ្យខាងប៉ូលីសស៊ើបអង្កេតណាប៉ុន្តែទូរស័ព្ទរបស់គាត់ហ្នឹងគឺគាត់អត់បានយកទៅឲ្យខាងក្រុមកសោវិច័យខាងផ្នែក digital ហ្នឹងនៅប៉ូលីសឲ្យពិនិត្យមើលគឺគាត់យកទៅក្រុមហ៊ុនឯកជនមួយកន្លែងមួយទៀតហ្នឹងហើយគាត់យកទូរស័ព្ទគាត់ទៅតម្លាក់នៅហ្នឹងហើយឲ្យគេអូខេគេគិតថាឲ្យរក data រកអីតាមហ្នឹងទៅឲ្យធ្វើរបាយការណ៍ឲ្យប៉ូលីសទៅតាមអ្វីដែលពួកគាត់រកឃើញហ្នឹងទៅចំពោះរឿងក្តីមួយហ្នឹងគឺមើលមកការស៊ើបអង្កេតហ្នឹងគឺលឿនមែនតើដូចថាគេធ្វើឲ្យតែឆាប់បិទរឿងក្តីហ្នឹងណាហ្នឹងហើយហើយមួយវិញទៀតមេធាវីរបស់ជុំជុនយ៉ងហ្នឹងគាត់ក៏បានទេទៅខាងក្រុមហ៊ុនផ្នែកដែលគាត់សាររើឯកសារលើទូរស័ព្ទរបស់ជុនជុនយ៉ងហ្នឹងដែលគាត់ទៅនិយាយជាមួយនឹងអ្នកដែលគាត់ធ្វើទូរស័ព្ទហ្នឹងតែម្ដងគាត់ថាមិនម៉ាអាចធ្វើ report ទៅហើយទៅសេនៅក្នុងរបាយការណ៍ហ្នឹងទៅថាអត់មានរកឃើញអីទេដោយសារតែគាត់បានឮដែរមកពីខាងប៉ូលីសថាប៉ូលីសចង់ឲ្យពួកគាត់ហ្នឹងទៅសេរបាយការណ៍អញ្ចឹងព្រោះអីរឿងក្តីហ្នឹងអត់មានអីធំដុំរឿងតូចតាចរឿងក្តីអត់ប្រយោជន៍អញ្ចឹងគ្រាន់តែការប្តឹងតិចតួចហ្នឹងអញ្ចឹងបាច់កុំឲ្យរឿងវែងឆ្ងាយទៅសេថារកអត់ឃើញអីទៅហើយអ្នកដែលគាត់ធ្វើការហ្នឹងគឺគាត់ទៅសេរបាយការណ៍ថាអត់រកឃើញអីមែនទាំងតែការប៉ັດទៅហ្នឹងគឺមានវីដេអូមានឆាតជាច្រើនដែលគាត់បានរកឃើញនៅក្នុងទូរស័ព្ទដៃរបស់ចុងជុនយ៉ងបន្ទាប់មកទៀតមេធាវីរបស់គាត់ហ្នឹងក៏បានតាក់ទងទៅ A ហើយប្រាប់ A ថានេះឥឡូវរបាយការណ៍ចេញមកហើយថាអត់មានជាមួយនឹងផុសតាងគ្រប់គ្រាន់ទេហើយសួរថានៅបន្តចង់ប្តឹងចុងជុនយ៉ងទៀតអត់ព្រោះអីគាត់និយាយថាគាត់គិតថាអ្វីដែលAធ្វើប្រសើរបំផុតនៅពេលនេះហ្នឹងគឺដកពីប្តឹងចេញវិញទៅបើសិនជាតែប្តឹងនៅតែបន្តដាក់ពីប្តឹងទៀតហ្នឹងគេអាចប្តឹងគាត់វិញពីបទផ្ដល់ព័ត៌មានคล้ายៗឲ្យប៉ូលីសឬក៏ប្រកែណាមួយចឹងទៅចឹងដើម្បីកុំឲ្យមានរឿងវែងឆ្ងាយឲ្យគាត់ហ្នឹង drop all the charges ដកពីបណ្ដឹងចេញទាំងអស់ពីជនជនយ៉ងហ្នឹងហើយដោយសារតែ A គាត់ខ្លាចដោយសារតែពេលចេញរឿងក្តីហ្នឹងគាត់ចាប់ផ្ដើមមានfan ជាច្រើនតែមកលេខទូរស័ព្ទគាត់ជេរគាត់តាមអនឡាញហើយមានអ្នកគំរាមសម្លាប់និយាយទៅគឺគាត់ពេលហ្នឹងគឺរួមនៅភាពភ័យខ្លាចហើយនៅពេលហ្នឹងទៀតគាត់គិតថាបើសិនជាប៉ូលីសរកអីអត់ឃើញយ៉ាងហ្នឹងហើយគាត់មានផុសតាងអីផ្សេងទៀតយ៉ាងហ្នឹងគាត់ខ្លាចគាត់ក៏ដកពីបណ្ដឹងហ្នឹងទៅហើយមិនធំតែប៉ុណ្្នឹងទេខាងជនជនយ៉ងហ្នឹងគឺតម្រូវឲ្យគាត់ហ្នឹងចេញសុំទោសទៅលើជនជនយ៉ងហ្នឹងជាសាធារណៈទៀតដែលនិយាយថាអត់មាននឹងឲ្យកើតឡើងទេហើយគាត់ពិតជាសុំទោសដែលគាត់បានបង្ករឿងនឹងកើតឡើងនឹងទៀតទៅឲ្យជនរងគ្រោះហ្នឹងទៅសុំទោសទៅលើអ្នកដែលប្រព្រឹត្តរឿងទាំងអស់ហ្នឹងមកលើគាត់វិញចុងជូនយ៉ងហើយនឹងមេធាវីរបស់គាត់ប្រហែលជាគិតថាពួកគាត់រួចខ្លួនដែរប៉ុន្តែអត់ទេ3ឆ្នាំក្រោយមកទៀតព័ត៌មានឬក៏ទិន្នន័យដែលចេញពីទូរស័ព្ទរបស់ចុងជូនយ៉ងហ្នឹងវាជាព័ត៌មានដែលសំខាន់មែនតើដែលធ្វើឲ្យមានការបិទ Club Burning Sun នឹងដែលជារឿងក្តីតាក់ទងជាមួយនឹងសឹងរីបន្ទាប់មកទៀតហ្នឹងដោយសារតែអ្នកដែលគាត់សាររើឯកសារទាំងប្រមាណនៅលើទូរស័ព្ទចុងជូនយ៉ងហ្នឹងគាត់បាន copy ឯកសារទាំងអស់ហ្នឹងទុកនៅជាមួយគាត់រយៈពេល3ឆ្នាំតម្រាំតែគាត់ដាច់ចិត្តបញ្ចេញព័ត៌មានហ្នឹងចេញមកក្រៅកាំងឃ្យុងយុនគាត់គឺជាអ្នកកសែតអ្នកយកព័ត៌មានមួយរូបនៅប្រទេសកូរ៉េខាងត្បូងដែលគាត់ភាគច្រើនទៅសេព័ត៌មានតាក់ទងជាមួយនឹងខាងវិស័យកំសាន្តK-pop តារាចម្រៀងតារាសម្ដែងផ្សេងៗហ្នឹងនៅក្នុងឆ្នាំ2019គាត់បានទទួលជាមួយនឹងឯកសារមួយចំនួនដែលគាត់ដឹងថាអ្នកដែលផ្ញើមកនោះជាអ្នកគេតែនៅពេលដែលគាត់បើកមើលទៅហ្នឹងគឺគាត់ភ្ញាក់ផ្អើលមែនតើដែលគាត់មើលឲ្យគាត់នឹកស្មានថាវាមានរឿងនឹងកើតឡើងពិតមែនណាហើយនៅពេលដែលគាត់បើកមើលហ្នឹងគឺជាតន្ន័យដែលនៅលើទូរស័ព្ទចុងជូនយ៉ងនឹងឯងហើយនៅពេលនោះផងដែរគាត់ក៏នឹកឃើញដល់រឿងក្តី3ឆ្នាំមុនដោយ A គាត់បានប្តឹងទៅប៉ូលីសណាអញ្ចឹងគាត់បានព្យាយាមរកជាមួយនឹងវីដេអូរបស់ A ដោយសារតែគាត់ប្រហែលជាដឹងអត្តសញ្ញាណរបស់ A អញ្ចឹងទៅគាត់ក៏ព្យាយាមរកវីដេអូហ្នឹងមើលប៉ុន្តែនៅពេលដែលគាត់ scroll មើលឆាតដើម្បីរកមើលវីដេអូរបស់ A ហ្នឹងគាត់អត់ឃើញវីដេអូ A គាត់ឃើញអ្វីដែលវាតក់ស្លុតជាងនឹងទៀតដែលភ្ញាក់ផ្អើលជាងនឹងទៀតគឺគាត់ឃើញមុខស្តៀងនៅក្នុងក្រុមឆាតហ្នឹងជាច្រើនអ្នកគឺតារាចម្រៀងល្បីប្រដាប់លំដាប់ប្រទេសតែម្ដងគឺមានលីសឹងរីឆយចុងហ៊ុននិងចុងជុនយ៉ងហើយនឹងមានតារាផ្សេងៗទៀតនៅក្នុង
group chat ហ្នឹងចំពោះឯកសារដែលគាត់ទទួលបានរូបភាពនិង message ផ្សេងៗហ្នឹងគឺមានចន្លោះពីឆ្នាំ2015ដល់2016ដោយសារតែនៅឆ្នាំ2016ហ្នឹងឯងដែលគេបានទូរស័ព្ទគាត់អញ្ចឹងព័ត៌មានហ្នឹងគឺមានតែមួយឆ្នាំហ្នឹងឯងតែមួយឆ្នាំហ្នឹងណាគឺមានព័ត៌មានដែលវានឹងរូបភាពសាហាវជាច្រើនមែនតើហើយនឹងពាក្យពេចន៍សម្ដីដែលពួកគាត់និយាយគ្នានៅក្នុង group ហ្នឹងគឺអត់សមជាតារាលំដាប់ប្រទេសនៅប្រទេសកូរ៉េហ្នឹងឯងនៅក្នុងវីដេអូមួយនេះអ្នកទាំងអស់គ្នាឃើញថានៅខាងឆ្វេងដៃហ្នឹងគឺជាចុនជូនយ៉ងដែលគាត់បានថើបជាមួយនឹងមនុស្សស្រីម្នាក់ហ្នឹងហើយគាត់ព្យាយាមបញ្ជ្រក់សៀមម្នាក់ស្រីហ្នឹងឲ្យស្វឹងហើយនៅកាសសម្ដីរបស់គាត់ហ្នឹងដែលពាក់អាវរាងសហ្នឹងគាត់មានឈ្មោះថាឆ្វាយចុងហ៊ុនដែលគាត់ជាសមាជិកនៅក្នុងក្រុមមួយដែលមានឈ្មោះថា FT Island គឺល្បីមែនទែនសម្រាប់អ្នកដែលគាត់ចូលចិត្តបានបែបដូចថាគ្នា 4-5 នាក់មានអ្នកឆេងតែម្នាក់ហើយមានអ្នកលេងស្គរលេងហ្គីតាលេង bass លេងអីហ្នឹងហើយ FT Island បើគិតទៅឆ្នាំហ្នឹងគឺល្បីខ្លាំងមែនទែនណាមានតែ2 band ទេដែលជោគជ័យនៅក្នុងប្រទេសកូរ៉េគឺ CN Blue ហើយនិង FT Island ហើយ FT Island សមាជិកម្នាក់ក្នុង FT Island ហ្នឹងក៏មានតាក់ទងនៅក្នុងខាងក្តីហ្នឹងCN Blue ក៏មានម្នាក់ដែរប៉ុន្តែគាត់អត់ទៅបានចូលរួមmấyច្រើនទេអញ្ចឹងខាងក្តីនេះក៏យើងអត់បាននិយាយពីគាត់ដែរតែក៏មានគាត់តាក់ទងនៅក្នុងខាងក្តីនឹងដែរហើយមកវិញទៀតហ្នឹងឆ្លើយចុងហ៊ុនហ្នឹងនៅក្នុង FT Island ហ្នឹងខ្ញុំធ្លាប់ចូលចិត្តគាត់ជាងគេដូចគ្នាគឺ bias របស់ខ្ញុំតែម្ដងហ្នឹងហើយនៅក្នុងវីដេអូហ្នឹងគឺយើងឃើញថាមានអ្នកដែលគាត់កាន់កាមេរ៉ាថតហ្នឹងគាត់បាននិយាយបញ្ជាឲ្យ2អ្នកហ្នឹងគាត់ថើបម្ដងទៀតទៅថើបគ្នាម្ដងទៀតអីចឹងណាដោយសារតែមិញហ្នឹង it's so sexy របៀបមិញហ្នឹង sexy អីចឹងឲ្យថើបម្ដងទៀតអីចឹងហើយរបៀបថាបើសិនជាយើងស្ដាប់ទៅលើពាក្យពេចន៍របស់គាត់ហើយនឹងសំឡេង tone សំឡេងរបស់គាត់ហ្នឹងគឺគាត់ផលពាក្យ curse word គាត់និយាយ like something like that ខ្ញុំនឹង censor អ្នកនរគ្នាអាចដឹងបានហើយវីដេអូហ្នឹងក៏ត្រូវបានគេ release ចេញមកខាងក្រៅដែរដែលគ្រាន់តែឃើញវីដេអូហ្នឹងគឺយើងដឹងហើយថាទំនាក់ទំនងរវាងឆ្វៃចុងហ៊ុនជាមួយនឹងចុងជុនយ៉ងហ្នឹងវាស្និទ្ធស្នាលដល់កម្រិតណាហើយដែលពួកគាត់នៅក្នុងក្រុមតែមួយទៀតហើយនៅក្នុងស្ថានភាពបែបហ្នឹងទៀតវីដេអូហ្នឹងគ្រាន់តែជាវីដេអូមួយនៅក្នុងចំណោមវីដេអូជាច្រើនទៀតនៅក្នុងក្រុមរបស់ពួកគាត់ហ្នឹងឥឡូវយើងមកនិយាយទំនាក់ទំនងរវាងឆយចុងហ៊ុនជាមួយនឹងសឹងរីវិញដើម្បីមកបង្ហាញថាតើទំនាក់ទំនងរបស់ពួកគាត់មិនហើយសឹងរីគាត់ស្ថិតនៅលំដាប់ណាបើយើងនិយាយទៅឆយចុងហ៊ុនជាមួយនឹងសឹងរីពួកគាត់ស្គាល់គ្នាយូរដែរដោយសារតែពួកគាត់ទាំងពីរនាក់ហ្នឹងបើយើងមើលទៅនៅឆ្នាំ2015-16ហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹង debut ប្រហែលជា 8-9 ឆ្នាំហើយដល់ Big Bang debut នៅឆ្នាំ2006ហើយ FT Island debut នៅឆ្នាំ2007បើយើងគិតតាមឋានៈនុក្រមសម្បីតែគាត់ចេញមកធ្វើតារាសម្ដែងឬក៏ debut មកឆ្នាំដំបូងហ្នឹងអ្នកដែលគាត់ debut មកក្រោយហ្នឹងគឺគោរពជាសិស្សច្បងមានការគោរពគឺគោរពខ្លាំងមែនតើអញ្ចឹងឆយជុងហ៊ុនដូចគ្នាមិនមែនខ្ញុំគិតថាមិនមែនតែដោយសារតែគាត់ជាសិស្សប្អូននៅក្នុងវិស័យសិល្បៈហ្នឹងទេប៉ុន្តែនៅក្នុងក្រុមឆាតហ្នឹងក្តីគឺគាត់ជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ទៅកាន់អ្វីដែលសឹងរីបានប្រាប់អញ្ចឹងគាត់គ្រាន់តែជាអ្នកស្ដាប់ហើយធ្វើតាមឯអ្នកដែលបញ្ជាអ្នកដែលផ្ដល់គំនិតទាំងអស់គឺសឹងរីតែម្ដងអញ្ចឹងគឺយើងអាចដឹងហើយថានៅពេលនេះយើងអាចដឹងរៀង structure របស់ក្រុមឆាតនឹងបានហើយថាសឹងរីគឺគាត់នៅលើគឺគាត់អ្នកគ្រប់គ្រងចាត់ចែងអ្វីៗទាំងអស់ហើយឆយជុងហ៊ុនហើយនឹងចុងជុនយ៉ងគឺជាអ្នកធ្វើរឿងទាំងអស់ហ្នឹងហើយផ្ញើវីដេអូចែករំលែកចូលមកក្នុងក្រុមហ្នឹងហើយក្នុងក្រុមហ្នឹងក៏មានជាមួយនឹងអ្នកដែលគាត់ធ្លាប់ធ្វើការនៅ YG Entertainment ដែរនៅក្នុងក្រុមឆាតហ្នឹងដូចគ្នាសឹងរីគាត់ត្រូវបានគេស្គាល់ថាគឺជាសមាជិកក្មេងជាងគេនៅក្នុងក្រុម Big Bang គឺគាត់មានភាពល្បីល្បាញមែនតើអ្នកទាំងគ្នាដោយជា idol group ឬក៏ K-pop group នៅក្នុងក្រុម YG ដំបូងណាហើយ Big Bang 2NE1 គឺអត់មានណាគេផ្ដាច់គាត់បានទេនិយាយទៅគឺល្បីមែនតើហើយអ្នកដែលគាត់ចូលចិត្ត Big Bang គាត់ដឹងហើយខ្ញុំចង់និយាយកន្លែងហ្នឹងតិចថានៅក្នុងចំណោមសមាជិកទាំងអស់អាចនិយាយថាសឹងរីគាត់មាន fan តិចជាងគេអ្នកដែលមាន fan ច្រើនជាងគឺ TOP ជាមួយ G-Dragon ថេយ៉ាងអញ្ចឹងទៅហើយពួកគាត់ម្នាក់គឺមានភាពលេចធ្លោរៀងៗខ្លួនប៉ុន្តែចំពោះសឹងរីវិញគាត់អត់សូវមានភាពលេចធ្លោនៅក្នុងក្រុមរបស់គាត់ហ្នឹងទេអញ្ចឹងនៅពេលដែលក្រុមពួកគាត់ចាប់ផ្ដើមល្បីល្បាញតិចហើយមិនតិចទេល្បីល្បាញដែរហ្នឹងហើយសឹងរីគាត់មានគំនិតមួយថាគាត់ចង់យកលុយដែលគាត់រកបានហ្នឹងគឺចាប់ផ្ដើមវីដេអូចាប់ផ្ដើមរកស៊ីដែលគាត់បានបើក business ឬក៏អាជីវកម្មរបស់គាត់ហ្នឹងជាច្រើនដែរនៅក្នុងហ្នឹងមានដូចជាហាងលក់ ramen ដែលមានច្រើនសាខាមែនតើហើយដូចជាធ្លាប់ឮថាគាត់ធ្លាប់បើកជាមួយនឹងកន្លែងសម្រាប់ train អ្នកដែលគាត់ចង់ធ្វើជា K-pop អីចឹងណាហើយក៏មានអ្នកដែលល្បីដែលនៅបច្ចុប្បន្នហ្នឹងធ្លាប់ចេញមកពីកន្លែងដែរសឹងរីបើកនឹងដូចគ្នាប៉ុន្តែឥឡូវហ្នឹងបាត់ហើយអញ្ចឹងគឺគាត់ចូលចិត្ត
Roxy គាត់ចូលចិត្តដើរលេងហើយមួយវិញទៀតអ្វីដែលគេដឹងហ្នឹងគឺគាត់ចូលចិត្តជប់លៀងគាត់ចូលចិត្តភាពសប្បាយភាពដែលចេញមកគឺមានភាពស៊ីវិល័យអ្នកមានហ្មងណាដោយដូចក្នុងរឿង Gatsby អញ្ចឹងគឺគាត់ហៅខ្លួនឯងសឹងស្ពីខ្ញុំអត់ដឹងហើយខ្ញុំនិយាយថាអត់ទេដែលគាត់ប្រៀបធៀបខ្លួនឯងហ្នឹងណាទៅ Gatsby ហើយក៏វាខ្លាចជា nickname របស់គាត់ទៅដោយសារតែគាត់តែងតែទៅជប់លៀងហើយបង្ហាញរូបភាពទាំងអស់ហ្នឹងដូចជាការរាំសប្បាយផឹកស្រាថ្លៃហើយគាត់បង្ហាញពីទំនាក់ទំនងរបស់គាត់ដែរគាត់មានទំនាក់ទំនងបណ្ដាញរបស់គាត់ទូលំទូលាយទៅកាន់អ្នកដែលគាត់អ្នកមានសិទ្ធិនៅកាន់ប្រទេសផ្សេងនៅពេលដែលគាត់មានទាំងគេឈ្មោះមានទាំងលុយមានទាំងបណ្ដាញហ្នឹងហើយប្រៀបបានដូចជាសឹងរីគាត់គិតថាគឺគាត់អាចធ្វើបានអ្វីៗគ្រប់យ៉ាងគឺអត់មានអ្នកគេអាចធ្វើឲ្យគាត់បានទេបើមើលនៅក្នុងឆាកហ្នឹងគឺចាប់ផ្ដើមនៅឆ្នាំ2015ដែលនៅឆ្នាំ2015ហ្នឹងពេលហ្នឹងសឹងរីគាត់បានចាត់កម្មវិធីជប់លៀងមួយកម្មវិធីហ្នឹងគឺជាកម្មវិធីខូកណាត់របស់គាត់ដែលគាត់ធ្វើឡើងនៅប្រទេសកូរ៉េនឹងឯងហើយគាត់បានហៅជាមួយនឹងដៃគូអាជីវកម្មរបស់គាត់ជាច្រើនដែលជាអ្នកវិនិយោគទុនមួយគាត់នឹងឯងចូលទៅក្នុងកម្មវិធីហ្នឹងហើយនៅក្នុងក្រុមឆាតហ្នឹងគឺឃើញថាគាត់បាននិយាយទៅកាន់ចុងជួនយ៉ងជាមួយឆយចុងហ៊ុននេះចឹងជាដើមថានៅក្នុងយុគហ្នឹងប្រយ័ត្នប្រយែងតិចកុំបង្ករឿងញញែគាត់ថាគាត់អត់ចង់ឃើញមាត់ឬក៏ដាតរបស់ពីរអ្នកហ្នឹងទៅរបៀបវាមដាក់ស័យដតីទៀតអីចឹងរបៀបអូខ្ញុំអត់ដឹងថាខ្ញុំអត់ចង់បកប្រែម៉ានេះដោយសារតែភាសាដែលពួកគាត់និយាយហ្នឹងគឺវាកខិចពេកខ្ញុំនិយាយថាកខិចចឹងហ្មងអញ្ចឹងខ្ញុំនឹងអត់និយាយទេប៉ុន្តែបើសិនជានៅតិចទៀតខ្ញុំនឹងដាក់ screenshot ឲ្យអ្នកនរគ្នាមើលហើយខ្ញុំទៅសេបបកប្រែលើហ្នឹងអ្នកនរគ្នាអាចអានបានណាហ្នឹងហើយតែខ្ញុំសូមអត់និយាយលំអិតហ្មងឲ្យថាពួកគាត់និយាយភាសាគេខ្លាំងអ្នកនរគ្នាអាចមើលឆាតបានដោយសារតែខ្ញុំអត់ចង់និយាយពាក្យទាំងអស់ហ្នឹងចេញមកទេភ្ញៀវដែលគាត់អញ្ជើញមកហ្នឹងមានមកពីហុងកុងមកពីជប៉ុនមកពីតៃវ៉ាន់មកពីចិនគឺមានច្រើនមែនតើសិតតែអ្នកដែលមានខ្លាំងសំណួរសួរថាតើគាត់ធ្វើម៉េចបានគាត់បានការវិនិយោគពីអ្នកទាំងអស់ហ្នឹងណាចម្លើយគឺគាត់ប្រើប្រាស់ស្ត្រីប្រើប្រាស់ក្មេងស្រីទាំងអស់ហ្នឹងជាវត្ថុដោះដូរជាមួយនឹងការវិនិយោគរបស់គាត់ដែលគាត់ធ្វើជាចំណុចកណ្ដាលហើយគាត់ណែនាំក្មេងស្រីទាំងអស់ហ្នឹងទៅកាន់អ្នកវិនិយោគកន្លែងនេះខ្ញុំសូមបញ្ជាក់ថាមិនមែនមានន័យថាមនុស្សស្រីដែលគាត់ណែនាំទាំងអស់ហ្នឹងពួកគាត់យល់ព្រមទេតែតោះគ្នានឹងដឹងថាតិចទៀតបើមិនបានខ្ញុំនិយាយចឹងខ្ញុំគិតថាបើសិនជាមនុស្សស្រីទាំងអស់ហ្នឹងគ្រាន់តែជាវាថាពួកគាត់មានមុខរបរគាត់ជានារីរកស៊ីទៅភេទអីហ្នឹងខ្ញុំគិតថាតោះហ្នឹងគឺវាមិនធ្ងន់ហើយក៏រឿងហ្នឹងក៏វាមិនសាហាវដល់ថ្នាក់ហ្នឹងដែរអស់ខ្ញុំភ្លេចប្រាប់អ្នកគ្នាឆាតទាំងអស់ហ្នឹងគឺគេរកឃើញនៅក្នុង app Kakao Talk ដែលជា app គេប្រើប្រាស់លេខ1ហ្មងនៅប្រទេសកូរ៉េតាំងពីជំនាន់រហូតមកដល់បច្ចុប្បន្ននឹងដែលខ្ញុំបាននិយាយបន្តិចដែរនៅក្នុង Android ណាក្រោយមកទៀតនឹងនៅក្នុង group chat ហ្នឹងreporter កាំងហ្នឹងគាត់ក៏បានឃើញទៀតថានៅមានថ្ងៃមួយដែលឆយចុងហ៊ុនជាមួយនឹងចុងជុនយ៉ងហ្នឹងពួកគាត់ទៅដើរលេងជីស្គីនៅ resort មួយកន្លែងហើយឆយចុងហ៊ុនហ្នឹងគាត់បានពពោះពូម៉ាស្រីគាត់ម៉ាអ្នកហ្នឹងទៅចូលរួមការដើរលេងទាំងផងដែរហ្នឹងប៉ុន្តែនៅក្នុង chat ហ្នឹងក៏មានជាមួយនឹងវីដេអូហើយជាមួយនឹង chat ខ្លះៗដែលពួកគាត់និយាយគ្នានៅក្នុងហ្នឹងណាដែលគាត់និយាយថាស្រីហ្នឹងនិយាយថាពួកស្រីហ្នឹងលន់មកថាមិនបានថ្ងៃហ្នឹងពួកគាត់ផឹកឆាប់ស្វឹងម៉េះឬក៏មិនអីចឹងទៅហើយក្រោយមកទៀតហ្នឹងបន្ទាប់ពី chat ម៉ាហ្នឹងហើយក៏មានជាមួយនឹងរូបភាពវីដេអូដែលផ្សាយចូលនៅក្នុង group chat ហ្នឹងហ្នឹងហើយការដើរលេងលើកហ្នឹងគឺសឹងរីក៏បានចូលរួមទេចឹងសឹងរីគាត់ក៏បានឃើញវីដេអូរូបភាពហ្នឹងហើយក៏សួរចឹងថាពីណាគេអីតាមហ្នឹងទៅគឺគាត់ដឹងឮទាំងអស់មិនថាឃើញហើយឬក៏បានឃើញបានដឹងឮហ្នឹងឯងគឺគាត់ដឹងហើយរូបភាពទាំងអស់ហ្នឹងមានរូបភាពដូចជាថតមនុស្សស្រីដែលគាត់ស្រាតតែម្ដងនៅនគរហើយមានរូបភាពហើយវីដេអូខ្លះទៀតគឺសកម្មភាពដែលពួកគាត់កំពុងរួមភេទមួយគ្នាអញ្ចឹងគឺមានអ្នកលួចថតគឺលួចថតគ្នាឯងហ្នឹងឯងហើយបើយើងគិតមើលទៅគឺអត់មានណាគេឆ្ងាយទេគឺមិត្តភ័ក្តិរបស់ឆយចុងហ៊ុនហ្នឹងហ្មងដែលត្រូវបានគេលួចថតហើយត្រូវបានគេដាក់ថ្នាំឲ្យពួកគាត់នៅពេលដែលផឹកហ្នឹងទៅគាត់អត់ដឹងខ្លួនស្លាប់ពីចឹងទៅដោយសារតែនៅក្នុងវីដេអូហ្នឹងមនុស្សស្រីគឺគាត់អត់មានដឹងខ្លួនទេគឺស្លាប់នៅពេលហ្នឹង reporter កាំងហ្នឹងគាត់ចាប់ផ្ដើមជីកឬជីកគោលទៀតដែរចង់ដឹងថាតើពួកគាត់ហ្នឹងមុននឹងគាត់ចេញធ្វើសកម្មភាពទាំងអស់ហ្នឹងតើគាត់មាន pattern នៃគេខ្លះមានរបៀបមិនខ្លះដើម្បីគាត់ស្រួលធ្វើរបាយការណ៍និយាយពីរឿងក្តីទាំងអស់ហ្នឹងអញ្ចឹងដល់ពេលគាត់ scroll មើលមកទៀតរហូតដល់នៅប្រហែលជាខែ3ឆ្នាំ2016វាអាហ្នឹងវាច្បាស់ហ្មងដោយសារតែនៅក្នុង group ហ្នឹងឆយចុងហ៊ុនជាមួយនឹងចុងជុនយ៉ងហ្នឹងជាមួយនឹងមិត្តភ័ក្តិប្រហែលអ្នកទៀតដែលនៅក្នុង group ហ្នឹង group chat ហ្នឹងផងដែរហ្នឹង
បានធ្វើការរំលោភបោកទៅលើនារីម្នាក់ដែលនៅខេត្តដេគូហើយអ្វីដែលវាគួរឲ្យអស់សំណើចទៀតហ្នឹងគឺថ្ងៃដែលកើតហេតុហ្នឹងហើយដែលពួកគាត់ឆាននិយាយគ្នាចែករំលែកវីដេអូទាំងអស់ហ្នឹងនិយាយមើលងាយមើលថោកទៅកាន់ជនរងគ្រោះនិយាយលេងសើចទៅលើរូបរាងអីទាំងអស់ទាំងប្រមាណហ្នឹងណាថ្ងៃស្អែកឡើងហ្នឹងចុងជូនយ៉ងគាត់មាន fan សែងគាត់មាន fan meeting ហ្នឹងនៅដេគូហ្នឹងដែរថ្ងៃស្អែកឡើងហ្នឹងហើយគាត់ចេញទៅ fan សែង fan meeting ជួបជាមួយនឹង fan ស្រីៗគាត់ធម្មតាដែលបង្ហាញមុខមាត់សង្ហាដែរនៅពីក្រោយហ្នឹងគឺវាស្អុយលួយណាអ្នកនរគ្នាគឺគិតមើលថាយប់មិញគាត់ធ្វើអីគេខ្លះហើយស្អែកឡើងពាក់មុខហើយទៅជួបមនុស្សស្រីជាច្រើនអ្នកទៀតដែលជា fan គាត់នៅក្នុងវីដេអូហ្នឹងណាអ្នកទាំងអស់ដែលចូលរួមនៅក្នុងការរំលោភម្នាក់ស្រីហ្នឹងណាគឺរបៀបថាបោកគ្នាដូចរបស់របរលេងតុក្កតាហ្នឹងហើយដល់ពេលដែលក្បាលម្នាក់ស្រីហ្នឹងអុកជាមួយនឹងអត់អីចឹងហើយនិយាយថាទីម្នាក់ស្រីហ្នឹងរបៀបថាបែកក្បាលងាប់អ្នកកសែតហ្នឹងនៅពេលដែលគាត់ឃើញវីដេអូទាំងអស់ហ្នឹងគាត់ចាប់ផ្ដើមវាថាខឹងហើយសឹងតែមិនជឿខ្លួនឯងហើយគាត់ដឹងថាគាត់អាចចូលទៅនិយាយប្រាប់ណាគេបានទេគាត់ក៏បាននិយាយទៀតថានៅក្នុងពេលដែលគាត់ធ្វើរឿងក្តីហ្នឹងគឺគាត់ទង្វន់ទៀតហើយទទួលបានសម្ពាធណាគាត់មានសម្ពាធខ្លាំងមែនតើហើយអត់ហ៊ានសូម្បីតែប្រាប់ប្តីខ្លួនឯងនៅពេលដែលគាត់ស៊ើបអង្កេតរឿងក្តីហ្នឹងហើយគាត់ក៏បានបន្តទៀតថាគាត់ចាប់ផ្ដើមដឹងឲ្យថានៅក្នុងក្រុមឆាតហ្នឹងណាប្រធានបទដែលអ្នកនៅក្នុងក្រុមហ្នឹងនិយាយហ្នឹងណាគឺទី1គឺសកម្មភាពរបស់ឆយចុងហ៊ូនជាមួយនឹងចុងជូនយ៉ងហ្នឹងធ្វើការរំលោភឬក៏ធ្វើការប៉ះពាល់ឬក៏បៀតបៀននារីផ្សេងនៅគ្រប់ចឹងតែកន្លែងដែលគាត់ទៅហ្នឹងហើយគាត់ថតចូលទៅក្នុងក្រុមឆាតចែកម្លែកហ្នឹងហើយមួយផ្នែកទៀតគឺគេបាននិយាយអំពីប៉ូលីសដែលគេបាន mention និយាយពីប៉ូលីសនៅក្នុងហ្នឹងអ្វីដែលគាត់រកឃើញហ្នឹងគឺមានន័យថាអ្វីដែលពួកគាត់ធ្វើទាំងអស់ហ្នឹងហើយគាត់អត់ខ្លាចថាគេដឹងហើយអត់ខ្លាចច្បាប់ហ្នឹងណាគឺដោយសារតែគាត់មានប៉ូលីសនៅពីក្រោយខ្នងប៉ូលីសដែលជាបុគ្គលដែលពួកគាត់បាននិយាយនៅក្នុងក្រុមឆាតរបស់ពួកគាត់ហ្នឹងណាអាចមើលដឹងថាតាមពួកគាត់និយាយហ្នឹងគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងមែនតើគឺធ្លាប់មានអ្នកដែលនិយាយក្នុងក្រុមឆាតហ្នឹងថាប៉ូលីសម្នាក់ហ្នឹងធ្លាប់ធ្វើការជាមួយនឹងប្រធានាធិបតីទៀតនិយាយទៅគឺអ្នកមានអំណាចខ្លាំងណាជាមូលហេតុដែលធ្វើឲ្យពួកគាត់មើលទៅគឺអត់ខ្លាចច្បាប់ហ្មងការណៃមួយទៀតហ្នឹងគឺឆយចុងហ៊ូនគាត់ធ្លាប់បានបើកឡានហើយគាត់ផឹកស្វឹងហើយគាត់បើកឡានហ្នឹងណាហើយក៏បានចូលប៉ះប៉ូលីសចូលអីចឹងទៅនៅប្រទេសកូរ៉េខាងត្បូងណាករណី DUI ជាពិសេសទៅលើតារាចម្រៀងឬក៏អ្នកដែលមានមុខមាត់នៅសង្គមគឺវាមានឥទ្ធិពលខ្លាំងមែនទែនវាអាចធ្វើឲ្យម្នាក់នឹងបាត់បង់កិត្តិយសឬក៏បាត់បង់ការងាររបស់គាត់នៅភ្លាមៗតែម្ដងដោយ DUI ហ្នឹងគឺ drinking under influence of alcohol ឬក៏ការបើកបរដែលមានជាតិស្វឹងនឹងឯងប៉ុន្តែរឿងហ្នឹងកើតឡើងទៅលើឆយចុងហ៊ូនហ្នឹងមែនគាត់ចូលប៉ះប៉ូលីសមែនតែរឿងហ្នឹងគឺគាត់អត់មាននឹងអីកើតឡើងលើគាត់ទេដែលជាមូលហេតុគិតថារឿងក្តីដែលកើតឡើងលើឆយចុងហ៊ុនរយៈពេលមុនហ្នឹងណាគឺមានប៉ូលីសដែលគាត់និយាយថាជាអ្នកដែលមានឥទ្ធិពលដែលពួកគាត់ស្គាល់ហ្នឹងជួយឆយចុងហ៊ុននៅពេលដែល reporter កាំងហ្នឹងគាត់ឃើញជាមួយឆាតហ្នឹងហើយគាត់ដឹងថារឿងក្តីដែលគាត់កំពុងតែមើលរឿងដែលគាត់កំពុងតែធ្វើហ្នឹងណាគឺវាធំមែនតើវាតាក់ទងជាមួយនឹងអ្នកដែលមានមុខមាត់ហើយអ្នកដែលមានឥទ្ធិពលហើយស្ថិតនៅជួបប៉ះប៉ូលីសទៀតនិយាយទៅគាត់ពេលហ្នឹងក៏គាត់គិតថាគាត់ចង់បោះបង់ដែរដោយសារតែវាអាចមានផលវិបាកលើគាត់ច្រើនទៅលើគ្រួសាររបស់គាត់ហើយគាត់ពេលហ្នឹងគឺគាត់ទង្ងន់ទៀតប៉ុន្តែគាត់គិតថាគាត់នៅតែបន្តធ្វើដោយសារតែនៅពេលដែលគាត់ឃើញទៅគាត់អាណិតជនរងគ្រោះនៅពេលដែលគាត់ឃើញវីដេអូនឹងខ្លួនឯងផ្ទាល់ខ្លួនណាអញ្ចឹងនៅក្នុងក្រុមឆាតហ្នឹងនៅក្នុងសង្គមដែលបង្កើតដោយសឹងរីហ្នឹងណាសឹងរីគាត់ប្រៀបបានដូចជា boss មួយចឹងវាបានដូចជាតកែមេមួយធំនៅក្នុងចង្កោមមិត្តភក្តិរបស់គាត់ក្រុមរបស់គាត់ហ្នឹងហើយក៏មានវីដេអូថ្មីមួយទៀតដែរដែលលេចចេញមកជាមួយនឹង documentary ដែល BBC តាមបានធ្វើហ្នឹងគឺវីដេអូហ្នឹងសឹងរីគាត់បានទាញដៃម្នាក់ស្រីដែលនៅក្នុងកម្មវិធីហ្នឹងទាញហើយបខំម្នាក់ស្រីហ្នឹងឲ្យទៅមួយគាត់ហើយជាមួយនឹងវីដេអូមួយទៀតគឺគាត់បខំឬក៏និយាយឲ្យមនុស្សស្រីដែលគាត់កំពុងតែសន្និដ្ឋានមួយហ្នឹងគឺ respect គាត់មានន័យថាឲ្យគោរពគាត់ទៅពីអញ្ចឹងហើយគាត់យកនៅក្នុងអ្វីដែលគាត់និយាយនៅផងដែរវាថាគាត់ Big Bang គាត់នៅក្នុង Big Bang គាត់អីចឹងអ្នកឯងត្រូវតែគោរពខ្ញុំវាអញ្ចឹងណាហើយក៏មានវីដេអូផ្សេងទៀតចេញមកដែរខ្ញុំគិតថាគេមិនបង្ហាញយើងអស់ហើយប៉ុន្តែក៏មានវីដេអូទាំងអស់ហ្នឹងហើយដែលយកមកឲ្យអ្នកដែលការពារគាត់ដែលនៅតែនិយាយថាសឹងរីហ្នឹងអត់មានកំហុសហ្នឹងឲ្យឃើញហើយមើលឲ្យគិតមើលថាតើអ្នកដែលគាត់ឆ្លាញ់គ្រប់ហ្នឹងអត់បានប្រើប្រាស់ពាក្យសម្ដីនិងលេងទឹកមុខដោយតែគាត់នៅលើឆាកគាត់ជាមនុស្សម្នាក់ផ្សេងទៀតហើយនៅពេលនៅក្រោយឆាកហ្នឹងកាំងណាមគឺជាតំបន់មួយនៅប្រទេសកូរ៉េខាងត្បូងដែរគ្នាយើងច្រើនធ្លាប់បានឮហើយ
ដោយសារតែបើសិនជាមើលក្នុងរឿងក៏យើងដឹងដែរថាវាជាតំបន់មួយដែលមានសបោកន្លែងដើរលេងសបោកន្លែងញ៉ាំអីផឹកស៊ីក្លឹបអីជាច្រើនអញ្ចឹងដែលជាកន្លែងមួយដែលសឹងរីគាត់ឃើញថាគាត់អាចបង្កើតអាជីវកម្មរបស់គាត់បាននៅតំបន់ហ្នឹងដោយនៅពេលហ្នឹងឯងសឹងរីគាត់គិតថាគាត់នឹងអាចប្រើប្រាស់ទំនាក់ទំនងរបស់គាត់ដើម្បីទៅរកអ្នកវិនិយោគទុនទៅលើ business របស់គាត់ដែលគាត់នឹកឃើញថាគាត់នឹងចង់បើកហ្នឹងហើយនៅក្នុងឆាតហ្នឹងផងដែរហ្នឹងគេក៏បាននិយាយទៀតថាបុគ្គលដែលជាប៉ូលីសនៅក្នុងក្រុមឆាតហ្នឹងក៏នឹងធានាថាជួយបែបថាធ្វើជាខ្នងឲ្យគាត់នៅក្នុងការបើកក្លឹបហ្នឹងផងដែរហើយក្លឹបហ្នឹងគឺជាក្លឹបដែលយើងទាំងអស់គ្នាបានស្គាល់ហ្នឹងឯងគឺ The Burning Sun Club នៅកាំងណាមហ្នឹងតែម្ដងប៉ុន្តែបច្ចុប្បន្នអាគារហ្នឹងគេត្រូវគេវាយកំទេចខ្លះហើយ Burning Sun ហ្នឹងផងដែរហ្នឹងគឺគេធ្វើនៅខាងក្រោមដីអញ្ចឹងនៅពេលដែលយើងដើរទៅដល់មុខអាគារដល់មុខផ្លូវចូលក្លឹបហ្នឹងគឺត្រូវចោះចដាលហើយចដាលហ្នឹងគឺរៀងទូចដែរហើយល្ងិតពណ៌ក្រហមល្ងិតហ្នឹងហើយចោះទៅក្រោមទៅបានរកឃើញមានកន្លែងដែល DJ លេងភ្លេងមានមនុស្សឈរកន្លែងឈររាំមានតុមានបន្ទប់ VIP ទៅតាមហ្នឹងអញ្ចឹងទៅនឹងថ្ងៃដែលសឹងរីកបើក Burning Sun នឹងថ្ងៃដំបូងតែម្ដងនៅក្នុងក្រុមឆាតរបស់គាត់ហ្នឹងគឺគេឃើញថាជុងជឿនយងហ្នឹងគាត់បានផ្ញើវីដេអូចូលមកក្នុងក្រុមឆាតហ្នឹងទៀតហើយគឺជាវីដេអូដែលគាត់លូកលាន់ទៅលើនារីម្នាក់ទៀតនិយាយទៅគាត់តែបើកក្រុមភ្លាមតំបន់គេហើយគេធ្វើរឿងបែបហ្នឹងទាំងអស់ភ្លាមហើយគឺចែករំលែកចូលទៅក្នុងក្រុមឆាតហ្នឹងតែម្ដងហើយសារទាំងអស់ហ្នឹងក៏បញ្ចប់ត្រឹមហ្នឹងឯងដោយសារតែនៅពេលដែលសឹងរីកបើក Burning Sun ហ្នឹងគឺនៅចន្លោះឆ្នាំ2016ហ្នឹងឯងដែរជុងជឿនយន្តហ្នឹងគាត់មានរឿងអាស្រូវរបស់គាត់ហ្នឹងឯងចឹងគាត់មានឆាតធំតែប៉ុណ្្នឹងឯងមានរឿងមួយទៀតដែលខ្ញុំហួសចិត្តបំផុតហ្នឹងគឺសឹងរីកគាត់ផ្សព្វផ្សាយឲ្យ Tinder បាទអ្នកគាត់ធ្លាប់ប្រើប្រាស់ Tinder គាត់ដឹងហើយចឹងបើសិនជាពូមីងបងប្អូនណាដែលគាត់ដឹង Tinder គឺជា app មួយដែលយើងអាចប្រើប្រាស់ដើម្បីទៅស្គាល់ជាមួយនឹងមិត្តថ្មីនិយាយទៅវាដូចជាមួយនឹង Facebook ដែរប៉ុន្តែវាខុសតិចដោយសារតែអ្នកដែលគាត់ចូលទៅក្នុង app ហ្នឹងគឺគាត់ចង់រកដៃគូមានហើយចង់រកសង្សារចង់រកone night stand ឬក៏អីផ្សេងៗហ្នឹងឯងគឺជា app មួយដែលកន្លែងណាមនុស្សស្គាល់គ្នាហ្នឹងឯងអញ្ចឹងសឹងរីហ្នឹងគឺផ្សព្វផ្សាយ Tinder ទាំងដែលគាត់បើគិតទៅវាត្រូវដែរដែលគាត់ជាចំណុចកណ្ដាលដែលមនុស្សស្រីទាំងអស់ហ្នឹងដែលជា victim ដែលជាជនរងគ្រោះហ្នឹងស្គាល់ជាមួយនឹងអ្នកវិនិយោគគាត់ដូច Tinder អញ្ចឹង it's so like the irony of that you know អញ្ចឹងទៅខ្ញុំគិតថាចង់មកប្រាប់អ្នកនរគ្នាក្នុងនឹងថាគាត់ធ្លាប់ផ្សព្វផ្សាយ Tinder ដែរនៅឆ្នាំ2016ហ្នឹងខែ7គឺចុងឆ្នាំហ្នឹងឯងសឹងរីបានធ្វើពិធីជប់លៀងមួយធំមែនតើដោយសារតែគាត់ត្រូវការអ្នកវិនិយោគថែមត្រូវការទុនថែមអញ្ចឹងគាត់បានធ្វើពិធីជប់លៀងរបស់គាត់ហ្នឹងនៅហ្វីលីពីនហើយគឺគាត់ជួលកោះមួយហ្មងអ្នកនរគ្នាជួលកោះមួយដើម្បីធ្វើពិធីជប់លៀងហ្នឹងហើយពិធីជប់លៀងគឺអធិកអធមមែនតើហ្មងគេឃើញថាគាត់ជួលមនុស្សមកច្រើនមែនតើដោយមិនដែលបុគ្គលិកទាំងអស់ហ្នឹងកាន់ស្រាមានកញ្ជ្រួចមានអីចឹងរបៀបគឺត្រង់ទ្រាយធំតែម្ដងហើយនៅក្នុងហ្នឹងក៏មានចុងជឿនយងជាមួយឆោចុងហ៊ុនពុំម៉ាក់គាត់ហ្នឹងគឺទៅដូចគ្នាហើយនៅក្នុងក្រុមឆាតហ្នឹងក៏មាននិយាយដែរថាដើម្បីកម្មវិធីរបស់ពួកគាត់ហ្នឹងដើម្បីកម្មវិធីរបស់សឹងរីហ្នឹងសឹងរីបជាប្រាប់ថាឲ្យយកក្មេងៗមកម្នាក់មកហើយឲ្យយកមកពីប្រទេសកូរ៉េអញ្ចឹងហើយគាត់បាននិយាយទៀតថាចង់បានមនុស្សស្រីបែបណាបែបណីអញ្ចឹងទៅដើម្បីយកមកឲ្យអ្នកវិនិយោគទុនរបស់គាត់ហ្នឹងនៅពេលដែលគាត់ធ្វើពិធីជប់លៀងរបស់គាត់ទាំងហើយហ្នឹងគឺគាត់ទទួលបានការវិនិយោគបន្ថែមទៅគាត់យកទៅដាក់ទុនទៅលើក្លឹបរបស់គាត់ Burning Sun នឹងបន្ថែមឥឡូវយើងមកនិយាយពី Burning Sun នឹងវិញម្ដងនៅក្នុង documentary របស់ BBC ហ្នឹងក៏បានសម្ភាសទៅបុគ្គលិកដែលគាត់ធ្លាប់ធ្វើការនៅ Burning Sun ពីមុននឹងមកដែរហ្នឹងប៉ុន្តែគេបានបញ្ចេញឈ្មោះបញ្ចេញអត្តសញ្ញាណរបស់គាត់ទេដើម្បីរក្សាអត្តសញ្ញាណរបស់គាត់សុខភាពរបស់ពួកគាត់ចឹងទៅបុគ្គលិកហ្នឹងគាត់បាននិយាយនៅក្នុងការសម្ភាសន៍នឹងថាអ្នកដែលធ្វើការនៅក្នុង Burning Sun ហ្នឹងគឺគេហៅឈ្មោះខ្លួនឯងថាអ្នកលក់ទំនិញឬក៏អាជីវករហ្នឹងហើយអ្នកនរគ្នាអាចទាយដឹងហើយថាទំនិញដែលគេលក់ហ្នឹងគឺអីគឺមនុស្សស្រីហើយអ្វីដែល like boom ហ្មងគឺមិនមែនថាក្លឹបមានស្រីស្អាតប្រចាំក្លឹបរបស់ខ្លួនឯងហើយយកទៅឲ្យភ្ញៀវណា No មិនមែនទេនៅក្នុងករណី Burning Sun វាសាហាវត្រង់ថាមនុស្សស្រីដែលជាជនរងគ្រោះទាំងអស់ដែលគេចាប់យកទៅរំលោភថតវីដេអូទាំងអស់ហ្នឹងគឺជាអតិថិជនរបស់ Burning Sun ផ្ទាល់តែម្ដងអញ្ចឹងនៅពេលណាដែលមានភ្ញៀវចូលមកពេញទេតើអត់មានន័យថានៅពេលដែលភ្ញៀវចូលមកដែលជាភ្ញៀវ VIP ណាដែលគាត់ចំណាយលុយច្រើននៅក្នុងក្លឹបហ្នឹងអញ្ចឹងហើយចង់បានជាមួយនឹងមនុស្សស្រីដើម្បីគាត់យកទៅផឹកមួយឬក៏យកទៅធ្វើការរំលោភបំពានទាំងអស់ហ្នឹងខ្ញុំមិនដឹងថា
តើភ្ញៀវ VIP ទាំងអស់ហ្នឹងគាត់ដឹងអត់ថាមនុស្សស្រីនឹងទាំងអស់ហ្នឹងបានមកពីអតិថិជនដែរឬក៏ភ្ញៀវដែលមនុស្សមកលេងក្លឹបហ្នឹងមិនមែនជាបុគ្គលិកឬក៏ក្មេងស្រីរបស់ក្លឹបហ្នឹងខ្ញុំអត់ដឹងដែរប៉ុន្តែវាសាហាវថងហ្នឹងហ្មងនៅពេលដែលខ្ញុំនិយាយប្រាប់ម៉ាក់ខ្ញុំហ្នឹងគឺម៉ាក់ខ្ញុំគាត់រៀបអត់ដែរដោយសារតែគាត់គិតថាវាជាទូទៅឯដែលមានក្លឹបហ្នឹងក្លឹបទាំងអស់ហ្នឹងគឺតែងតែមានក្មេងស្រីឬក៏អ្នកដែលក្មេងស្រីជា service ហ្នឹងទៅតាមបន្ទប់មួយដើម្បីផ្ដល់សេវាកម្មផ្សេងៗហ្នឹងហើយប៉ុន្តែនេះមិនមែនជាក្មេងរបស់មិនមែនជាក្មេងរបស់ Burning Sun ទេតែគឺជាអ្នកដែលគាត់ទៅក្លឹបហ្នឹងតែម្ដងមកដល់ចំណុចកន្លែងនេះនៃការស៊ើបអង្កេតរបស់ Burning Sun ឬក៏នៅក្នុងរឿងក្តី Burning Sun របស់យើងហ្នឹងក៏លេចឡើងជាមួយនឹងអ្នកកសែតម្នាក់ទៀតដែលគាត់មានឈ្មោះថា Khâu In Sang គាត់ផ្ទាល់គឺគាត់អត់មានធ្វើការស៊ើបអង្កេតឬក៏មានព័ត៌មានអីពីមុនតាក់ទងជាមួយនឹងរឿងក្តីរបស់ចុងជុនយ៉ងអីផ្សេងទេអត់ទេគឺគាត់ទទួលខុសត្រូវតែទៅលើរឿងក្តី Burning Sun នេះចឹងព័ត៌មានទាំងអស់នេះនៅផ្នែកខាងក្រោយនេះគឺរបស់ Khâu In Sang នឹងតែម្ដងអ្នកកសែតហ្នឹងគាត់ក៏បាននិយាយទៀតថានៅក្នុងក្លឹប Burning Sun ហ្នឹងផងដែរហ្នឹងណាតម្លៃនៃការកក់តុកគឺថ្លៃមែនតើហើយគឺពិបាកនៅក្នុងការកក់តុកនីមួយៗដោយសារតែភាគច្រើនក្លឹបនៅប្រទេសកូរ៉េគឺគេឈររាំឈរលេងបើសិនជាចង់កក់តុកឬក៏ចង់របៀបថាទិញ package VIP អីចឹងគឺវាមានតម្លៃថ្លៃមែនតើគាត់បាននិយាយថាតម្លៃនេះការកក់តុកពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងគឺមានតម្លៃទៅដល់$1,500ហើយបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺវាមានតម្លៃលើសនឹងទៀតដែលតម្លៃហ្នឹងគឺអាចឡើងដល់$7,500ឬក៏ទៅតាមពេលវេលាហ្នឹងទៅបើសិនជានៅក្នុងឱកាសបុណ្យទានផ្សេងៗដូចជា Christmas ដូចជា Halloween នេះចឹងតម្លៃតុក VIP ផ្សេងៗហ្នឹងគឺកាន់តែថ្លៃទៀតអាចលោតរហូតដល់$75,000ទៅតាម package នីមួយៗដែរមាននៅតាមនឹងខ្ញុំនឹងដាក់រូបឲ្យមើលចឹងណាអញ្ចឹងជាធម្មតានៅពេលដែលភ្ញៀវគាត់ចាយលុយច្រើនហើយទៅលើ club ហ្នឹងទិញ package រាប់ម៉ឺនគាត់តែងតែរំពឹងវិញឲ្យថានឹងទទួលបានសេវាកម្មអីពិសេសមួយខុសពីអ្នកដទៃហើយខ្ញុំជឿជាក់ថាភ្ញៀវ VIP ទាំងអស់ហ្នឹងគាត់ដឹងហើយថាគាត់នឹងទទួលបានអ្វីយើងបកមកអ្នកធ្វើការនៅក្នុងក្លឹប Burning Sun ហ្នឹងគាត់ក៏បាននិយាយទៀតថាបុគ្គលិកទាំងអស់ដែលធ្វើការនៅ Burning Sun គឺមានជាមួយនឹងទូរស័ព្ទហើយពួកគាត់មានក្រុមឆាតមួយសម្រាប់ merchandiser ឬក៏អ្នកដែលលក់ទំនិញទាំងអស់ហ្នឹងឆាតជាមួយគ្នានៅក្នុងក្រុមឆាតហ្នឹងពួកគាត់បានដាក់ឈ្មោះខ្លួនគាត់ថា merchandiser 1 merchandiser 2ឬក៏អ្នកលក់ទំនិញទី1អ្នកលក់ទំនិញទី2នៅពេលដែលក្លឹបបានចាប់ផ្ដើមដំណើរការមានភ្ញៀវ VIP មកដល់ភ្លាមភ្ញៀវ VIP គាត់បានសួរទៅហៅបុគ្គលិកហ្នឹងឲ្យថាអាចហៅក្មេងស្រីគាត់ម្នាក់មកគាត់ចង់បានរៀងស្គមបន្តិចរៀងខ្ពស់រៀងអីទៅគឺមានbig order អញ្ចឹងណា order ថាចង់បានមិនហ្នឹងគឺតាមនឹងបានទៀតអញ្ចឹងនៅពេលហ្នឹងហើយ MD1 like merchandise 1ឬក៏អ្នកលក់ទី1ហ្នឹងខ្ញុំហៅថា MD1 ហ្មងណានិយាយកាត់ MD1 ហ្នឹងគាត់ឆាតឲ្យថាគ្នាយើងជួយមើលក្នុងក្លឹបមើលមានអ្នកគេមានផនភាគបែបនេះអត់ស្គមសក់ខ្លីអីចឹងទៅតាមនឹងទៅអញ្ចឹង MD2 គេ reply គេថាអូខេចាំហៅមើលឲ្យ MD1 ឆាតមកវិញទៀតថាលឿននៅភ្ញៀវបុកខ្លាំងនេះថាចង់បានស្រីហ្នឹងមកឥឡូវ MD2 ថាអូខេចាំបន្តិចថតរូបភ្ញៀវដែលកំពុងអង្គុយផឹកឬក៏អ្នកដែលគាត់កំពុងឈររាំទៅតាមភិនភាគដែលភ្ញៀវចង់បានហ្នឹងថតចូលប៉ុបម្នាក់នេះបានអត់ថតមួយទៀតម្នាក់នេះបានអត់ចោះថតទៀតម្នាក់នេះបានទេបើសិនជាភ្ញៀវ VIP អូខេជាមួយនឹងនារីក្នុងចំណោមដែលរូបភាពដែលបុគ្គលិកនឹងផ្ញើចូលហ្នឹងហើយហ្នឹងពេលហ្នឹងហើយគឺបុគ្គលិកចាប់ដើមធ្វើការព្រាមហ្មងគឺធ្វើមិនក៏ណាឲ្យតែបានមនុស្សស្រីហ្នឹងចូលទៅក្នុងបន្ទប់ VIP ហ្នឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាគិតមើលថាពេលខ្លះយើងទៅជប់លៀងអីផ្សេងនៅក្លឹបហ្នឹងជាមួយពុកម៉ាក់របស់យើងជាមួយនឹងអាចថាបងប្អូនក៏ថាបានដែរហើយសម្រាប់ខ្ញុំផ្ទាល់បើសិនជាទៅកន្លែងចឹងគឺយើងប្រយ័ត្នត្រូវអត់យើងប្រយ័ត្នជាមួយកៅយើងបើសិនជាកៅយើងអត់មានការ៉ូបអញ្ចេះហ่ะអញ្ចឹងគឺយើងបាំងហើយប៉ុន្តែអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាដែរប្រយ័ត្នជាមួយនឹងអ្នកហត់តុកអត់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតបកមកវិញទៅគឺខ្ញុំមិនដែរប្រយ័ត្នប្រយែងជាមួយនឹងអ្នកហត់តុកទេឬក៏បុគ្គលិកធ្វើការនៅក្នុងកន្លែងដែលខ្ញុំទៅហ្នឹងឯងគឺពីច្រើនយើងតែងតែប្រយ័ត្នប្រយែងជាមួយអ្នកដែលយើងអត់ស្គាល់ថាភៀវដែលមកកន្លែងហ្នឹងដែរអញ្ចឹងតែនៅក្នុងករណីនេះគឺបុគ្គលិកហ្នឹងឯងដាក់ថ្នាំចូលទៅក្នុងកែវភៀវតែម្ដងអញ្ចឹងបើសិនជាភៀវហ្នឹងភៀវ VIP ថាអូខេជាមួយម្នាក់ស្រីហ្នឹងហើយគឺគេដាក់ថ្នាំហើយហើយថ្នាំហ្នឹងគេហៅថា GHB ហ្នឹងគឺជាថ្នាំអាចថាថ្នាំសណ្ដំក៏បានវាអាចមានលក្ខណៈជាម្សៅឬក៏ទឹកហើយវាអត់មានក្លិនអត់មានពណ៌អត់មានរសជាតិអីទាំងអស់នៅពេលដែលជនរងគ្រោះផឹកស្រាឬក៏ផឹកទឹកដែរមានថ្នាំចូលនឹងហើយហ្នឹងគឺពួកគាត់មិនមែនថាពួកគាត់ស្លាប់ទាំងស្រុងហ្មងទេគឺពួកគាត់អាចធ្វើកាយវិការបាននិយាយបានប៉ុន្តែ
បន្ទាប់នៅពេលដែលថ្នាំនឹងប្រសាទអស់ហ្នឹងណាគឺគាត់អត់ចាំសកម្មភាពដែលគាត់ធ្វើទាំងអស់ហ្នឹងឯងនៅពេលដែលភៀវហ្នឹងបានផឹកទឹកឬក៏ផឹកស្រាដែលមានថ្នាំនៅក្នុងហ្នឹងហើយនៅពេលដែលគាត់ចាប់ផ្ដើមបដាក់បាត់បង់ស្មារតីហ្នឹងគឺបុគ្គលិកហ្នឹងគឺអូសភៀវហ្នឹងចូលទៅកាន់ប្រទេស VIP ហើយគេនឹងមានត្រៀមឡានមួយទៀតអាចថាឡានហ្នឹងត្រៀមដល់ភៀវ VIP ក៏បានឬក៏ត្រៀមដោយ Burning Sun ក៏បានយើងអត់ដឹងព័ត៌មាននឹងច្បាស់ដែរគឺគាត់ត្រៀមហើយគឺដឹកម្នាក់ស្រីហ្នឹងទៅអូតែលចិត្តហ្នឹងដើម្បីធ្វើការរំលោភបំពានទៅលើម្នាក់ស្រីហ្នឹងទីទៅអ្នកទាំងពីរគិតមើលថាតើមួយថ្ងៃមានជនរងគ្រោះប្រហែលជាប៉ុន្មាននាក់តម្រាំតែគេចាប់អ្នកដែលនៅពីក្រោយរឿងនឹងបានណានៅក្នុង documentary នៅផងដែរហ្នឹងក៏គេបានធ្វើការសម្ភាសទៅលើជនរងគ្រោះម្នាក់ដែលគាត់ជាភៀវប្រចាំនៅ Burning Sun ហ្នឹងតែម្ដងទៀតទៅគឺគាត់ទៅ Burning Sun ហ្នឹងជាញឹកញាប់ជាមួយនឹងពូម៉ាក់របស់គាត់រហូតដល់ថ្ងៃមួយដែលជាថ្ងៃកើតហេតុហ្នឹងគាត់បានទៅផឹកស៊ីធម្មតាមួយពូម៉ាក់គាត់នៅដដែលហ្នឹងប៉ុន្តែថ្ងៃហ្នឹងពួកគាត់គាត់និយាយគ្នាទៅថាមួយកថ្ងៃហ្នឹងគាត់ផឹកឆាប់ស្វឹងមកគាត់មានអារម្មណ៍ថាគាត់ផឹកតែបន្តិចហ្នឹងតែគាត់ស្វឹងបានដែរគាត់និយាយពេលដែលគាត់ទៅបន្ទប់ទឹកមួយពូម៉ាក់គាត់ហ្នឹងណាហើយគាត់ក៏និយាយគ្នាទៀតថាចេញមកវិញឈប់ផឹកថែមហីខ្លាចតើរួចប៉ុន្តែនៅពេលដែលគាត់ដើរមកវិញហ្នឹងណាគឺគាត់ដឹងខ្លួនមកវិញគាត់នៅក្នុងបន្ទប់ស្ថានភាពវិញហើយការចងចាំរបស់គាត់នៅពេលដែលគាត់មកពីបន្ទប់ទឹកមកវិញមកចូលទៅទស្សនៈហ្នឹងណាគឺគាត់មានការចងចាំមានទាំងអស់គាត់អត់មានចាំថាគាត់មកកន្លែងហ្នឹងដោយរបៀបណាហើយនៅពេលដែលគាត់បើកភ្នែកមកហ្នឹងណាគឺគាត់ឃើញមនុស្សប្រុសម្នាក់ប្លែកមុខម្នាក់នៅក្នុងបន្ទប់ហ្នឹងមួយគាត់ហើយគាត់ក៏ព្យាយាមចង់រត់ចឹងណាប៉ុន្តែត្រូវបានម្នាក់ប្រុសហ្នឹងចាប់បោកទៅលើខែហ្នឹងហើយគឺឡើងមកឈីលើធុងរបស់គាត់ហ្នឹងតែម្ដងហើយគាត់ថាគាត់ថប់ទៅហៅមកក៏ដងហៅអត់បានទេនៅពេលហ្នឹងគឺគាត់ចង់ស្រែកមែនតើចង់ស្រែកគេជួយប៉ុន្តែម្នាក់ប្រុសហ្នឹងគឺយកដៃខ្ទប់មាត់គាត់អញ្ចឹងតែធុងគាត់នេះដែលគេកេងសង្កត់ដងហៅមករួចហើយចង់ស្រែកហ្នឹងហើយគេយកដៃបិទមាត់បិទសង្កត់ថាបិទដល់ច្រមុះគាត់ទេគឺគាត់ដងហៅមិនរួចទេនៅពេលដែលគាត់ព្យាយាមហើររហូតដល់គាត់គិតថាគាត់អាចហើរទៅរួចទៀតបានទេគាត់មានថាយប់ហ្នឹងគឺគាត់អត់រស់មកគាត់ក៏ឈប់រើហើយគាត់នៅស្ងៀមទៅហើយម្នាក់ប្រុសហ្នឹងនៅពេលហ្នឹងហើយក៏ចោះពីលើខ្លួនគាត់ហើយបានសាត់ខោគាត់ហើយធ្វើការរំលោភបំពានលើគាត់នឹងហើយនៅពេលដែលហើយសពគ្រប់ហើយហ្នឹងគឺ like she feels so sick inside like គាត់មានអារម្មណ៍ថាគាត់ពើមខ្លួនឯងចាហាក់គាត់មានអារម្មណ៍ថាគាត់ពើមជាមួយនឹងហេតុការណ៍អ្វីគ្រប់យ៉ាងដែលកើតឡើងមកលើគាត់ហ្នឹងគឺគាត់ក្អួតមកគាត់ទាញធុងសម្រាមដែលនៅចិត្តក្រែហ្នឹងគាត់មកគាត់ក្អួតនៅលើនៅក្នុងធុងសម្រាមហ្នឹងហើយវាមានលក្ខណៈជាពណ៌ខ្មៅឡងពណ៌ខ្មៅហ្មងអីដែលគាត់ក្អួតចេញមកហ្នឹងហើយដល់ពេលហ្នឹងគឺគាត់មានអារម្មណ៍គាត់អស់ខ្លាំងមែនតើគាត់ឡើងទៅអត់ចង់រួចទេណាប៉ុន្តែអត់ដឹងធ្វើម៉េចទេគឺគាត់ចោះមកពីលើក្រែហ្នឹងហើយគាត់រត់ទៅពងសាពះម្នាក់ប្រុសហ្នឹងមកថាឲ្យដោះលែងគាត់ទៅគាត់អត់នឹងទៅប្តឹងប៉ូលីសអីទេគឺគាត់ចង់តែទៅជួបម៉ាក់របស់គាត់ឯងគឺនៅពេលហ្នឹងគឺគាត់នឹកម៉ាក់គាត់ជាងគេគាត់ចង់តែទៅជួបមុខម៉ាក់របស់គាត់ឯងចឹងដោះលែងគាត់ទៅអ្នកប្រុសហ្នឹងក៏មើលមកគាត់ហើយក៏សើចហើយនិយាយមកគាត់វិញថាចង់ទៅផ្ទះមែនបើចង់ទៅផ្ទះនេះមកនេះមកនេះមកម្នាក់ប្រុសហ្នឹងទីម្នាក់ស្រីហ្នឹងក៏លើកផ្លូវគាត់ហើយទាញលើកទូរស័ព្ទមកហើយចុចថតរូបថាឥឡូវថតរូបមួយគ្នាសិនណាសើចអាកាមេរ៉ាមួយមកគាត់ឲ្យទៅផ្ទះគាត់ថាពេលហ្នឹងគឺគាត់សើចអត់ចាញ់ទេគាត់ពិតជាសើចចាញ់ហ្មងគាត់ក៏អត់បានសើចហើយគាត់គ្រាន់តែលើកដៃពីរចឹងដាក់ក្នុងកាមេរ៉ាហើយម្នាក់ប្រុសហ្នឹងថតហើយដល់ម្នាក់ប្រុសញញឹមទៀតណានោះថតហ្នឹងថតហើយដោះលែងគាត់មែនជនរងគ្រោះហ្នឹងគាត់និយាយថានៅពេលហ្នឹងគ្រាន់តែម្នាក់ប្រុសហ្នឹងថាអូខេហើយហ្នឹងគាត់ប្រមូលទូរស័ព្ទកៅអៅរបស់គាត់ដូចទាំងប្រហែលគឺគាត់រត់ចេញពីបន្ទប់ហ្នឹងហ្មងស្បែកជើងក៏អត់ពាក់ដែរហើយកៅអៅលើខ្លួនគាត់ហ្នឹងគឺញ៉ៃអស់ហើយគឺគាត់មានស្លៀកខោហើយគឺគាត់ហត់ទាំងអត់ដឹងតែខ្លួនឯងមានកៅអៅហត់ទៅដើម្បីហៅតាក់ស៊ីជិះទៅផ្ទះហើយតោះតឡើងតាក់ស៊ីហើយទៅគាត់ចាប់បានថាខ្លួនឯងអត់ពាក់ខោគាត់ក៏បានយកខោគាត់ខោពីលើគាត់ទៅដោយសារតាពូតាក់ស៊ីហ្នឹងគាត់ចេះតែងាកមើលតាមកញ្ចក់ហ្នឹងណាហើយគាត់ក៏មកដល់ទីហើយទៅតាមនឹងទៅហើយគាត់ក៏ព្រាមហ្នឹងក៏អត់ពិតជាអត់បានទៅប្តឹងប៉ូលីសមែនដោយសារតាពេលខ្លះគាត់ខ្លាចថារឿងនឹងចេញទៅក្រៅឯណាមួយចឹងទៅប៉ុន្តែប្រហែលជាប្រហែលថ្ងៃក្រោយមកទៀតហ្នឹងគាត់ក៏សម្រេចចិត្តថាគាត់ទៅប្តឹងប៉ូលីសនៅពេលដែលគាត់ប្តឹងប៉ូលីសហ្នឹងលើថានៅក្នុងរឿងក្តីហ្នឹងគឺប៉ូលីសគឺ so bad like they are bad at their job like so bad នៅពេលដែលជនរងគ្រោះទៅសុំឲ្យជួយតែអ្វីដែលពួកគាត់ treat like ឬក៏គាត់មើលមកជនរងគ្រោះហ្នឹងគឺមើលមកថាជនរងគ្រោះហ្នឹងព្រមតែគេងជាមួយគេហើយដល់ពេលបានគេមួយគេហើយចង់ប្តឹងគេយកលុយមូលហេតុដែលពួកប៉ូលីសទាំងអស់ហ្នឹងគិតអញ្ចឹងហ្នឹងដោយសារតែបុគ្គលដែលរំលោភគាត់មួយថ្ងៃមុនហ្នឹងគឺជាអ្នកល្បីហើយអ្នកដែលមានគេឈ្មោះមួយរូបនៅប្រទេសថៃកូនអ្នកមានដែរអញ្ចឹងគឺមកតាមបណ្ដាញសឹងរីនឹងឯងមកក្លឹបសឹងរីនឹងឯងហើយ
គេគិតថាមកពីគាត់មានទាំងដឹងបើម្នាក់ស្រីហ្នឹងប្រដឹងដើម្បីយកលុយហើយថាម្នាក់ស្រីហ្នឹងជាគោឌីកឺទៀតតែពេលហ្នឹងគឺគាត់នឹងធ្វើមិនចឹងដែរហើយគាត់បានឲ្យយកពលីហ្នឹងយកទឹកនំគាត់ទៅតេស្តមើលទៀតថាគាត់ធានាហ្មងថាយប់ហ្នឹងគឺគាត់ត្រូវថ្នាំរបស់គេប៉ុន្តែធម្មតាណ៎គ្នាថ្នាំបើសិនជាភ្លាមយើងអាចពិនិត្យមើលដឹងណាប៉ុន្តែគាត់ឡើងពី3ថ្ងៃហ្នឹងមិនគាត់ទៅប្តឹងប៉ូលីសហើយប៉ូលីសពិនិត្យទៅអត់មានឃើញអីទេអាចថាប៉ូលីសពិនិត្យទៅឃើញដែរតែប៉ូលីសបំភ្លៃព័ត៌មានឬក៏បំភ្លៃរបាយការណ៍ក៏បានដែរយើងមិនដឹងនឹងឯងហើយគាត់ក៏បានសុំគេបើកកាមេរ៉ាសុវត្ថិភាពនៅអូតែនៅផងដែរហ្នឹងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺគេឃើញគាត់ដើរធម្មតាអ្នកនរគ្នាគាត់ដើរជាមួយម្នាក់ប្រុសហ្នឹងធម្មតាហ្មងអត់មានថាដើររបៀបមនុស្សសបងទុនរបៀបរបស់អីទេអត់ទេគឺដើរធម្មតាតំគ្នាមួយម្នាក់ប្រុសហ្នឹងតែម្ដងតែចំពោះជនរងគ្រោះវិញគាត់ថាគាត់អត់ចាំហ្មងគាត់អត់ចាំទាំងអស់គាត់អត់ចាំរូបភាពដែលគាត់ដើរចូលចរាយន្តដើរចូលមកស្ថានភាពនឹងជាមួយម្នាក់ប្រុសហ្នឹងឯងតែប្រាប់គេអត់ជឿហើយម្នាក់ប្រុសហ្នឹងនៅពេលដែលទៅថៃវិញហ្នឹងមានមុខឡើងប៉ះទូទៀតដើម្បីកែឈ្មោះខ្លួនឯងហើយបញ្ចេញរូបអា selfie ដែលគាត់ថតជាមួយជនរងគ្រោះហ្នឹងនៅលើប៉ះទូថៃណាគ្នាថាគាត់ពិតជាសោកស្ដាយដែលឈ្មោះគាត់ដែលគាត់ហ្នឹងដែលត្រូវបានម្នាក់ស្រីហ្នឹងធ្វើបាបគាត់ចេញព័ត៌មាននឹងបំភ្លៃនឹងទាំងដែរអ្វីៗដែលពួកគាត់មានជាមួយគ្នានៅយប់ហ្នឹងគឺមានការអនុញ្ញាតមាន consent ទៅវិញទៅមកlike យូកុហកនៅលើប៉ះទូតែម្ដងដោយសារតែមានចម្ងល់ទៅលើ GHB ឬក៏ថ្នាំដែលគេប្រើប្រាស់នៅ Burning Sun ហ្នឹងហើយមានព័ត៌មានពីបុគ្គលិកដែលធ្វើការនៅតាមក្លឹបផ្សេងៗទៀតហ្នឹងក៏និយាយថា GHB ហ្នឹងមិនមែនប្រើតែនៅ Burning Sun នេះគឺប្រើនៅក្លឹបនៅកាំងណាំហ្នឹងច្រើនដែរគឺមានក្លឹបច្រើនដែលប្រើជាមួយនឹងថ្នាំប្រភេទបែបហ្នឹងហើយក៏មានអ្នកកសែតម្នាក់ដែលគាត់ចង់ធ្វើការពិសោធន៍ទៅលើថ្នាំមួយហ្នឹងដែលគាត់ដាក់ថ្នាំហ្នឹងចូលទៅក្នុងទឹករបស់គាត់ហើយគឺគាត់សាកផឹកតែម្ដងគាត់ចង់ដឹងថាតើអាការៈនៅពេលដែលគាត់ផឹកថ្នាំហ្នឹងមានអាការៈបែបណាហើយគាត់ធ្វើអីគេខ្លះតើគាត់ចាំបានអត់ហើយនៅពេលដែលគាត់ផឹកថ្នាំហ្នឹងមែនណាអ្នកនរគឺគាត់ស្ថិតនៅក្នុងបន្ទប់ពេទ្យទេគឺគាត់ត្រូវបានពេទ្យហ្នឹងនៅតាមមើលអាការៈគាត់តែម្ដងគឺមិនមែនថាគាត់ផឹកហើយគាត់ចេញទៅធ្វើអីប្រេះប្រែគាត់នៅក្នុងបន្ទប់ហ្នឹងពេទ្យហ្នឹងហើយគឺគាត់យកបិចមកគូដៃគាត់ធ្វើនេះធ្វើនោះបន្ទាប់ពីគាត់ធ្វើសកម្មភាពទាំងអស់ហ្នឹងហើយហ្នឹងនៅពេលដែលថ្នាំហ្នឹងវាសាបគាត់ក៏ដឹងខ្លួនមកវិញហ្នឹងគឺគាត់អត់ចាំអ្វីដែលគាត់ធ្វើមុនហ្នឹងទេគាត់ចាំថាគាត់ធ្វើអីខ្លះទេគេក៏ពិនិត្យមើលទៀតថាតើរយៈពេលប៉ុន្មានម៉ោងដែលថ្នាំហ្នឹងអាចធ្វើការរំលាយនៅក្នុងខ្លួនរបស់យើងទាំងស្រុងតែម្ដងណាហ្នឹងហើយចឹងក៏មានការពិសោធន៍នៅលើហ្នឹងទៀតបែបដែលបញ្ជាក់ថាថ្នាំទាំងអស់ហ្នឹងគឺវាប្រសិទ្ធភាពខ្ពស់មែនទែននៅក្នុងការដូចថាសណ្ដំមនុស្សវាណាដោយធ្វើឲ្យយើងអត់ចាំអីទេប៉ុន្តែយើងធ្វើកាយវិការបាននិយាយទៅដូចសំបៀងហ្នឹងហើយគឺពេលដែលភ្ញាក់ឡើងគឺភ្លេចហ្មងតែនៅក្នុងពេលហ្នឹងគឺធ្វើកាយវិការអីនិយាយមួយគេបានដូចធម្មតាវាមិនធម្មតាទាំងស្រុងឯងគឺប្រហែលនិយាយមួយម៉ាត់ឆ្លើយមួយម៉ាត់បែបអត់សូវមានព្រលឹងប្រលះតែនៅតែមើលបើគេមើលខាងក្រៅមកគឺធម្មតាប៉ុន្តែគឺគាត់អត់ចាំទេបើយើងនិយាយពីរឿងប៉ូលីសវិញប៉ូលីសអត់សូវមកមើលនៅតំបន់កាំងណាមដែលមានក្លឹបពីនេះច្រើនហ្នឹងទេដោយសារតែក្លឹបទាំងអស់ហ្នឹងគឺឲ្យលុយប៉ូលីសចាយដូចតែនៅតំបន់ជាច្រើននៅលើពិភពលោកហ្នឹងអញ្ចឹងនឹងឯងជាមូលហេតុទៅពេលដែលមានរឿងអីចឹងអត់សូវមានប៉ូលីសមកមើលនៅឆ្នាំ2019ខែ1ហ្នឹងគឺជាពេលវេលាដែល Burning Sun អ្វីដែលសឹងរីបានសាងឡើងមកហ្នឹងចាប់ដើមខ្ទេចខ្ទីហើយគឺនៅខែ1នោះផងដែរហ្នឹងគឺមានវីដេអូ CCTV មួយដែលល្បីមែនតើដែលវីដេអូហ្នឹងនៅក្នុងហ្នឹងគឺមានបុគ្គលិករបស់ Burning Sun ហ្នឹងបានវាយជាមួយនឹងភៀវតែមក Burning Sun ហ្នឹងនៅផ្លូវខាងក្រោយហ្នឹងឯងគឺវាយភៀវឡើងគាត់បេផាបបាក់ឆ្អឹងជំនីបាក់អីគឺវាយខ្លាំងមែនតើហើយនៅពេលដែលវាយហ្នឹងក៏បានទៅហៅប៉ូលីសហើយហៅប៉ូលីសមកដល់ហ្នឹងគឺប៉ូលីសមកជួយសម្រួលមែនប៉ុន្តែបន្ទាប់ពីសម្រួលហើយប៉ូលីសចាប់ភៀវដែលគាត់ត្រូវបានគេវាយហ្នឹងទៅប៉ោះប៉ូលីសវិញដែលអត់មានចាប់អ្នកវាយហើយក៏គាត់បានធ្វើការបដិងផ្ដាល់ទៅក៏បានគេបញ្ចេញជាមួយនឹង CCTV ទាំងអស់ហ្នឹងហើយក៏បានលេចមកជាមួយនឹង CCTV មួយទៀតហ្នឹងគឺគេឃើញថាបុគ្គលិករបស់ Burning Sun ហ្នឹងបានអូសមនុស្សស្រីម្នាក់ដែលគាត់មានលេខដែលគាត់មានសភាពដូចថាស្លាប់អត់ដឹងខ្លួនហ្មងឡើងតូនល្បិចល្បាក់ហ្មងគឺអូសគាត់ហ្នឹងទៅកន្លែងណាមួយដែលយើងអត់ដឹងឯងក៏មានលេខ CCTV ហ្នឹងមកដែរហ្នឹងបន្ទាប់ពីរឿងហ្នឹងណាគេចាប់ផ្ដើមសង្ស័យថាតើមាននឹងអីកើតឡើងហើយនៅ Burning Sun ហ្នឹងរហូតដល់មានវីដេអូមួយតែគេថតនៅក្នុងបន្ទប់ហ្នឹងគឺមានសភាពលេខពណ៌ក្រហមភ្លើងពណ៌ក្រហមអីអញ្ចឹងណាគឺមនុស្សស្រីម្នាក់ហ្នឹងគឺគាត់គឺគេងនៅកោកតែម្ដងហើយមនុស្សប្រុសហ្នឹងកំពុងតែលូកលាន់គាត់ហើយមានអ្នកថតម្នាក់ហ្នឹងកំពុងតែថត
សកម្មភាពដែលគាត់ធ្វើទៅលើម្នាក់ស្រីហ្នឹងណានៅក្នុងបន្ទប់ទឹកពណ៌ក្រហមហ្នឹងអញ្ចឹងគាត់តែអ្នកមើលគេដឹងហើយថាបន្ទប់ទឹកហ្នឹងគឺជាបន្ទប់ទឹកពណ៌ក្រហមនៅ Burning Sun ហើយវីដេអូមួយហ្នឹងគឺត្រូវបានគេ share ជាច្រើននៅតាម website ដែល upload រឿងទាំងអស់ហ្នឹងវីដេអូ RP អញ្ចឹងណាគេមានអ្នកមើលច្រើនហើយគេចាប់ផ្ដើមធ្វើការសង្កេតទៅលើរឿងក្តីហ្នឹងថាតើក្លឹបហ្នឹងបានមានប្រើប្រាស់ថ្នាំអីចឹងអត់ចឹងក៏ធ្វើឲ្យមានការសង្កេតទៅលើ Burning Sun ហ្នឹងបន្ថែមទៀតដោយសារតែពេលនេះមានមនុស្សច្រើនហើយដឹងថា Burning Sun ហ្នឹងអត់សូវស្រួលវាមានរឿងអាក្រក់កើតឡើងច្រើននៅហ្នឹងធ្វើឲ្យគេសម្រេចចិត្តថាគេនឹងបិទ Burning Sun ហ្នឹងជាបដោះអាសន្នសិននៅក្នុងពេលហ្នឹងនំឡងពេលដែលរឿងហ្នឹងកើតឡើងទាំងអស់ហ្នឹងណាគឺសឹងរីគាត់មានជាមួយនឹង solo tour របស់គាត់មាន concert solo ហើយនៅក្នុង concert របស់គាត់ហ្នឹងផងដែរហ្នឹងណាគាត់ក៏បាននិយាយនៅពាក្យការ concert គាត់ថា like ខ្ញុំជាជនរងគ្រោះខ្ញុំអត់ដឹងរឿងអីហ្នឹងអីចឹងទៅរឿងទាំងអស់ដែលគេនិយាយមកលើខ្ញុំហ្នឹងវាមិនមែនជាការប្រទេអរគុណដែលបាននៅតែបន្តស្រឡាញ់ខ្ញុំសុំទោសហ្វានេះទៅគឺសំដែងមួយផ្លែតទៅនៅលើឆាកហ្នឹងឯងហើយបន្តមកទៀតហ្នឹងក៏គាត់អត់មានចេញព័ត៌មានអីទាំងអស់អត់បាននិយាយអីទាំងអស់ទាំង YG ដែលជាប្រតិកម្មគាត់នៅពេលហ្នឹងគឺអត់មាននិយាយអីតាក់ទងជាមួយនឹងរឿងអាស្រូវហ្នឹងឯងរហូតក្រោយមកដល់អ្នកដែលចេញមកនិយាយហ្នឹងគឺជាប៉ារបស់សឹងរីដោយប៉ារបស់សឹងរីហ្នឹងគាត់បានចេញមកនិយាយថាកូនរបស់គាត់ពិតជាអត់មានតាក់ទងអីជាមួយនឹងរឿងក្តី Burning Sun ហ្នឹងមែនកូនរបស់គាត់ហ្នឹងឯងជាអ្នកបង្កើត Burning Sun ហ្នឹងមែនប៉ុន្តែក្រោយមកទៀតហ្នឹងកូនរបស់គាត់ហ្នឹងអត់បានគ្រប់គ្រងអីច្រើនទៅលើ Burning Sun ហ្នឹងទេដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាកូនរបស់គាត់ធ្វើ concert ច្រើនមានអាជីវកម្មច្រើនដែលត្រូវមើលថែអញ្ចឹងចំពោះរឿងដែលកើតនៅ Burning Sun ហ្នឹងគឺសឹងរីអត់បានដឹងសោះតែម្ដងប៉ារបស់គាត់និយាយអញ្ចឹងសឹងរីហ្នឹងឯងគ្រាន់តែជា co-founder របស់ Burning Sun ទេដោយសឹងរីហ្នឹងគាត់មានជាមួយនឹង CEO របស់គាត់ទៀតអញ្ចឹងរឿងអីហ្នឹងគឺអត់ចាំបាច់ឆ្លងកាត់សឹងរីគាត់មាន CEO គាត់ឲ្យចាត់ចែងឯងអញ្ចឹងរឿងហ្នឹងសឹងរីអត់បានដឹងទេគាត់ចេញមកនិយាយអញ្ចឹងទៅដើម្បីរកយុត្តិធម៌ឲ្យកូនរបស់គាត់បាងចុងយុនគឺជាមេធាវីម្នាក់នៅប្រទេសកូរ៉េខាងត្បូងហើយគាត់ដូចគ្នាក៏ត្រូវបានគេបញ្ជូនជាមួយនឹង tip ឬក៏ព័ត៌មានសម្ងាត់ខ្លះៗមកឲ្យគាត់តាមរយៈ flash ដែលទុកនៅ post box នៅក្នុង office របស់គាត់ណានៅពេលដែលគាត់ទទួលព័ត៌មានទាំងអស់ហ្នឹងតាក់ទងជាមួយនឹងការថត mocha ជាមួយនឹងវីដេអូផ្សេងៗខុសច្បាប់ហើយជាមួយនឹងព័ត៌មានខ្លះតាក់ទងជាមួយនឹងជនរងគ្រោះហ្នឹងគាត់ក៏សម្រេចចិត្តថាគាត់ធ្វើការស៊ើបអង្កេតទៅលើរឿងក្តីហ្នឹងហើយបន្ទាប់មកទៀតហ្នឹងគាត់ជាមួយនឹងអ្នកកាសែត dot reporter កាំងហ្នឹងគាត់ក៏បានជួបគ្នាហើយក៏បានទៅរកអ្នកដែលជាជនរងគ្រោះហ្នឹងដើម្បីគាត់ទៅសេអត្ថបទទៅលើហ្នឹងដើម្បីប្រកយុទ្ធធម៌ឲ្យជនរងគ្រោះទាំងអស់ហ្នឹងបន្ទាប់ពីពួកគាត់បានផាត់តាំងគ្រប់យ៉ាងទាំងនិយាយជាមួយនឹងជនរងគ្រោះមានទាំងផាត់តាំងពីទូរស័ព្ទរបស់ចុងជុនយ៉ងមានជាមួយនឹងរឿងមួយចំនួនទៀតឬក៏ផាត់តាំងផ្សេងៗទៀតដែលតាក់ទងជាមួយនឹងការរកស៊ីផ្លូវភេទនៅ Burning Sun អីហ្នឹងដែរជាការរកស៊ីមួយដែលបង្ខំគឺការរកស៊ីផ្លូវភេទមួយនេះគឺមានលក្ខណៈខុសច្បាប់ហើយប៉ុន្តែលំដាប់ឬក៏ process នៃការយកមនុស្សស្រីទៅជួបភៀវរបស់គាត់ហ្នឹងគឺវាខុសខ្លាំងមែនតើដោយសារតែម្នាក់ស្រីហ្នឹងគាត់មិនមែនជាអ្នករកស៊ីផ្លូវភេទហើយគាត់ក៏នៅជាភៀវប៉ុន្តែត្រូវបានគេធ្វើទាំងទាំងអស់ហ្នឹងមកលើគាត់ចឹងរឿងទាំងអស់ហ្នឹងត្រូវបានគាត់ទៅសេនៅក្នុងព័ត៌មានរបស់គាត់ហើយគឺគាត់ផុសតែម្ដងនៅពេលហ្នឹងគឺនៅប្រទេសកូរ៉េគឺក្លាប់ចាក់សូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំរៀងភ្ញាក់ផ្អើលដែរខ្ញុំចង់ថានៅពេលហ្នឹងគឺអត់សូវតែអត់សឹងថាអត់ជឿថាមានរឿងហ្នឹងកើតឡើងបន្ទាប់ពីព័ត៌មានហ្នឹងចេញទៅហ្នឹងសឹងរីក៏បានមកប៉បរីហើយមកដល់មកប៉បរីហ្នឹងក៏បាននិយាយទៅកាន់អ្នកខ្សែថាគាត់នឹងចូលរួមសហការនៅក្នុងការស៊ើបអង្កេតហ្នឹងឲ្យបានពេញទីគាត់នឹងផ្ដល់ផុសតាងអ្វីៗគ្រប់យ៉ាងទាំងអស់ទៅកាន់ប៉ូលីសដើម្បីស៊ើបអង្កេតទៅលើរឿងក្តីរបស់គាត់ហ្នឹងឲ្យបានត្រឹមត្រូវឲ្យបានពិតប្រាកដជាក់លាក់អញ្ចឹងទៅការស៊ើបអង្កេតសឹងរីនៅក្នុងប៉ូលីសហ្នឹងមានរយៈពេលរហូតដល់ឡើង9ម៉ោងហ្នឹងហើយអញ្ចឹងនៅពេលនេះហ្នឹងសម្រាប់អ្នកកសែតដែលគាត់ឈ្មោះថាកាំងហ្នឹងគាត់នៅតែអស់ចិត្តទេដោយសារតែម៉ូតូពេលនេះដឹងហើយថាមនុស្សម្នាក់នៅក្នុងក្រុមឆាតហ្នឹងមានតួអីគេខ្លះបានប្រព្រឹត្តរឿងអីគេខ្លះប៉ុន្តែម្នាក់ដែលគេអត់បានដឹងហ្នឹងគឺប៉ូលីសដែលគេនិយាយសម្ដៅទៅនៅក្នុងក្រុមឆាតថាប៉ូលីសដែលអាចជួយពួកគាត់បានគ្រប់យ៉ាងហ្នឹងជាណាគេគូហារ៉ាគាត់ជាតារាចម្រៀងស្រីម្នាក់នៅក្នុងក្រុមខារ៉ាហើយរឿងរបស់ហារ៉ាហ្នឹងក៏មានរឿងពីក្រោយហ្នឹងមួយទៀតប៉ុន្តែបើសិនជាខ្ញុំនិយាយរឿងហារ៉ានៅក្នុងរឿងក្តីនេះផងដែរខ្ញុំទៅនិយាយថាវីដេអូនេះ2ម៉ោងមកអញ្ចឹងខ្ញុំសុំ skip ហើយខ្ញុំគ្រាន់តែចង់និយាយថាគាត់គឺជាតារាចម្រៀងម្នាក់ហើយគាត់ក៏ជាជនរងគ្រោះដូចគ្នាដែលសារតែគាត់ត្រូវបានសិក្សារបស់គាត់ហ្នឹងថតវីដេអូរបស់គាត់like mocha ធ្វើ mocha ហ្នឹងមកលើគាត់ដែរថតវីដេអូនៅពេលដែល
ពួកគាត់ទាំងពីរអ្នកនឹងមានសកម្មភាពមួយគ្នាហ្នឹងហើយយកមកគម្រាមគាត់ដោយគាត់នឹងជាតារាចម្រៀងចឹងទៅគាត់ខ្លាចគេឈ្មោះរបស់គាត់ខូចខាតអីអញ្ចឹងណាទាំងដែលមានវីដេអូហើយព័ត៌មានរបស់គាត់ហ្នឹងគឺល្បីដែរហើយក៏មានវីដេអូដែរបញ្ចេញនៅលើសាធារណៈឃើញថាគាត់ហ្នឹងលុតជង្គង់វល់សង្សារគាត់ហ្នឹងនៅមុខចដាយន្តនៅ apartment របស់គាត់ហ្នឹងហ្មងដើម្បីកុំឲ្យម្នាក់ផុសហ្នឹងបញ្ចេញព័ត៌មានហ្នឹងអញ្ចឹងដោយសារតែគាត់គឺជាជនរងគ្រោះនៅក្នុងរឿងទាំងអស់ហ្នឹងដែរគាត់ក៏បានតាក់ទងមកកាន់ reporter កាំងហ្នឹងគាត់បាននិយាយប្រាប់ថាគាត់ជាមួយនឹងឆយចុងហ៊ុនហ្នឹងគាត់ជាមិត្តភក្តិជិតស្និទ្ធមួយគ្នាតាំងពីជំនាន់ពួកគាត់នៅជាក្មេងវឹកហាត់មុនពេលដែលពួកគាត់ខ្លាយជាតារាចម្រៀងហ្នឹងជា trainee មួយគ្នាពួកគាត់ចិត្តដិតគ្នាមែនតើគាត់គិតថាគាត់អាចជួយ reporter កាំងនឹងបានទៅលើក្តីហ្នឹងអញ្ចឹងគាត់ក៏តាក់ទងមក reporter កាំងនឹងទៅសួរថាគាត់អាចជួយអ្នកកសែតហ្នឹងនៅកន្លែងណាខ្លះអញ្ចឹងណាតែ reporter កាំងហ្នឹងគាត់ក៏បានប្រាប់ថាមានរឿងណាថារ៉ាអាចជួយខ្ញុំបានដោយសារតែឥឡូវហ្នឹងគឺចង់ដឹងថាតើប៉ូលីសនឹងជាណាគេនៅពេលហ្នឹងហើយដែលហារ៉ាគាត់គិតថាគាត់អាចបញ្ចុះបញ្ចូលឆយចុងហ៊ុនបានដោយសួរទៅឆយចុងហ៊ុនថាតើប៉ូលីសម្នាក់នឹងជាណាគេនៅពេលដែលពួកគាត់និយាយគ្នាហ្នឹងគឺអ្នកកសែតហ្នឹងគាត់បាន record និយាយទៅគាត់បានថតសលេងទុកដែរនៅពេលដែលហារ៉ានិយាយជាមួយនឹងឆយចុងហ៊ុនហ្នឹងហារ៉ាគាត់ក៏បាននិយាយថាគាត់អាចជួយឆយចុងហ៊ុននឹងបានមកតពេលនេះហើយគឺគាត់ចង់ជួយឆយចុងហ៊ុនដែរបើសិនជាគាត់សហការជាមួយអ្នកកសែតហ្នឹងហើយគាត់ធ្វើការជាមួយប៉ូលីសទៀតទៅគឺទោសរបស់គាត់នឹងស្រាលនេះអញ្ចឹងណាទៅឆយចុងហ៊ុនហ្នឹងក៏សម្រេចចិត្តថាប្រាប់ឈ្មោះប៉ូលីសហ្នឹងហើយនៅពេលដែលគេស្គាល់ប៉ូលីសហ្នឹងហើយគឺប៉ូលីសហ្នឹងផងដែរហ្នឹងគឺពិតជាអ្នកដែលមានឋានៈខ្ពស់មែនតើនៅជួបប៉ូលីសហ្នឹងហើយប៉ូលីសហ្នឹងផងដែរហ្នឹងក៏បានត្រូវគេបដិញ្ញចេញពីជួរប៉ូលីសប៉ុន្តែបើនិយាយឲ្យសរុបទៅគឺគាត់អត់មានប៉ះពាល់អីខ្លាំងដោយសារតែយើងអត់ដឹងថាឬក៏វាផតតាំងថាតើគាត់ជួយក្រុមនឹងដល់របៀបណាណាចឹងទៅគាត់ធម្មតាគេបានបដិញ្ញចេញពីជួរប៉ូលីសទេតែអត់មានទោសអីនៅក្នុងក្តីហ្នឹងបន្ទាប់ពីបានព័ត៌មានហ្នឹងមកពីហារ៉ាហ្នឹងមកក៏វាធ្វើឲ្យមានដល់ការចាប់ខ្លួនទៅលើប៉ូលីសដោយខ្ញុំបាននិយាយពីមុននេះតិចហ្នឹងហើយការស៊ើបអង្កេតបន្ថែមទៅលើចុងជូនយ៉ងការស៊ើបអង្កេតទៅលើសឹងរីនិងឆយចុងហ៊ុនផ្សេងទៀតហើយជាអកុសលដែរនៅពេលដែលពួកគាត់កំពុងតែធ្វើការស៊ើបអង្កេតហ្នឹងណាគឺអត់ទាន់បានចាប់ក្តីសុបួរទេហារ៉ាគាត់បានធ្វើអត្តឃាតខ្លួនឯងហើយគាត់បានស្លាប់តាក់ទងជាមួយនឹងហារ៉ាហ្នឹងក៏វាតាក់ទងទៅជាមួយនឹងតារាចម្រៀងម្នាក់ដែលមានឈ្មោះថាសូលីដែរអញ្ចឹងវារៀងបតកលាគ្នាប៉ុន្តែដូចដែលខ្ញុំបាននិយាយចឹងគឺខ្ញុំអត់និយាយរឿងហារ៉ានៅក្នុងរឿងក្តីនេះទេគ្រាន់តែចង់និយាយថាគាត់បានចូលរួមជួយរកយុត្តិធម៌ឲ្យជនរងគ្រោះដែលគាត់បានទៅចោទប្រចូលឆយចុងហ៊ុនហើយចាប់និងរកមុខអ្នកដែលនៅពីក្រោយរឿងក្តីទាំងអស់ហ្នឹងពីក្រោយអំពើដែលថោកទាបទាំងអស់ហ្នឹងហ្នឹងហើយហើយគាត់ពិតជាក្លាហានមែនតើដែលគាត់ជាជនរងគ្រោះណាប៉ុន្តែគាត់ចេញមុខមកជាសាធារណៈដែលគាត់ជាតារាទៀតបណ្ដឹងសង្សារគាត់ហើយមិនធំតែប៉ុណ្្នឹងគាត់ព្យាយាមជួយជនរងគ្រោះដទៃទៀតជួយ report ទៅកាំងហ្នឹងដើម្បីបិទរឿងក្តីនឹងទៀតការស៊ើបអង្កេតទៅលើរឿងក្តីហ្នឹងគឺចំពោះអ្នកដែលផ្សេងទៀតដែលនៅក្នុងក្រុមឆាតហ្នឹងទូរស័ព្ទរបស់ពួកគាត់ទាំងអស់ហ្នឹងអត់មានឆាតនឹងនៅក្នុងទូរស័ព្ទរបស់គាត់ទេដោយសារតែពួកគាត់បានលុបហើយដោយសារតែនៅក្នុងកាកាវ Talk នៅពេលដែលយើង left group ហ្នឹងគឺយើងអាចចូលទៅមើល group ហ្នឹងបានទេហើយតនន័យរូបភាពដែលយើងនៅក្នុង group ហ្នឹងពេលយើងចេញហ្នឹងគឺវាលុបចោលអស់ហ្មងអញ្ចឹងនៅពេលដែលអ្នកនៅក្នុង group ហ្នឹងចេញពីក្នុង group ហ្នឹងទៅហ្នឹងគឺអាចចូលទៅក្នុង group ហ្នឹងវិញបានទេតែហេតុអីអ្នកទាំងអស់នេះគាត់ជាសួរថាមិនមានឆាតទាំងអស់ហ្នឹងអញ្ចឹងមិនមានរូបភាពឆាតទាំងអស់ហ្នឹងអញ្ចឹងបើសិនជាពួកហ្នឹងចេញពី group អស់ហើយបាត់ព័ត៌មានអស់ហើយគេទាំងក្នុង group ទាំងអស់ហ្នឹងគឺគេចេញមែនប៉ុន្តែចុងជូនយ៉ងហ្នឹងគឺជាមនុស្សម្នាក់តែម្នាក់គត់តែនៅក្នុង group ហ្នឹងហើយគឺគាត់អត់ចាញ់ទេអត់ចេញពី group ទាំងអស់ហ្នឹងនៅក្នុងទូរស័ព្ទរបស់ចុងជូនយ៉ងហ្នឹងមានសារឬក៏ឆាតប្រហែលជា2សែនឆាតដែលជាមួយមនុស្សផ្សេងគ្នាតែគាត់ទុកទាំងអស់group chat ដែលគាត់បង្កើត share រូបភាពនិងវីដេអូទាំងអស់ហ្នឹងគឺនៅទាំងអស់គឺគាត់អត់លុបទៅហើយគាត់អត់ចាញ់ទៀតជាមុខហេតុតែគេហៅបានផុសតាំងច្រើនមែនតើព័ត៌មានទាំងអស់ហ្នឹងគឺត្រូវអរគុណទៅកាន់បរិសម្នាក់ដែលគាត់បានធ្វើការសាររើឯកសារពីទូរស័ព្ទហ្នឹងហើយរក្សាទុកហ្នឹងយើងអត់ដឹងដែរថាមូលហេតុអីបានគាត់សម្រេចចិត្តថា3ឆ្នាំបន្ទាប់មកហ្នឹងមិនគាត់ចាប់ផ្ដើមផ្ញើព័ត៌មានហ្នឹងទៅចេញមកខាងក្រៅប៉ុន្តែគាត់ឆ្លាតដែរតែគាត់អត់បានយកព័ត៌មានហ្នឹងទៅឲ្យប៉ូលីសដំបូងឡើយបើមិនជាគាត់យកព័ត៌មានទាំងឲ្យប៉ូលីសហ្នឹងគឺពួកយើងអត់បានឃើញរូបភាពសារអីទាំងអស់ហ្នឹងទេពួកអីប៉ូលីសប្រកាសជាបិទរឿងហ្នឹងហើយតែគាត់ឆ្លាតក្នុងថាគាត់យកព័ត៌មានហ្នឹងទៅឲ្យក្រសួងពាក់ព័ន្ធផ្សេងហើយគាត់ក៏បានផ្ញើកូពីហ្នឹងទៅកាន់អ្នកកសែតផ្សេងទៀតអញ្ចឹងណាអញ្ចឹងធ្វើឲ្យព័ត៌មានហ្នឹងគឺត្រូវបានពួកយើងទាំងអស់គ្នាដឹង
បន្ទាប់ពីការស្លាប់របស់ហារ៉ារយៈពេល5ថ្ងៃតុលាការបានកាត់ក្តីឲ្យចុងជឿនយ៉ងនឹងជាប់ទោស6ឆ្នាំសម្រាប់ការរំលោភបោករបស់គាត់ទៅលើនារីម្នាក់នៅដេគូហ្នឹងហើយជាមួយនឹងការចែកចាយរូបភាពឬក៏ការផលិតម៉ូកាសម្រាប់ឈ្មោះចុងហ៊ុនវិញគឺត្រូវបានដាក់ទោសរយៈពេល2ឆ្នាំកន្លះដោយទោសហ្នឹងគឺគេបានដាក់ទោសទៅលើការដែលគាត់ចូលរួមធ្វើការរំលោភបោកទៅលើកណ្ដាលនារីម្នាក់ហ្នឹងនៅដេគូនឹងឯងចំពោះប៉ូលីសដែលគាត់មានតកូលថៃយូនហ្នឹងគឺដូចដែលនិយាយនៅខាងដើមអញ្ចឹងគឺអត់មានទោសអីទេចំពោះសឹងរីផងដែរត្រូវបានគេកាត់ទោសពីបទការណែនាំមនុស្សស្រីឬក៏ការបង្កើតជាអាជីវកម្មរកស៊ីផ្លូវភេទហ្នឹងទៅកាន់អ្នកវិនិយោគទុនរបស់គាត់ហើយបង្កើតវីដេអូម៉ូខានឹងឯងហើយនឹងការប្រើប្រាស់អំពើហិង្សាគាត់ត្រូវបានគេឲ្យពិន័យជាទឹកប្រាក់ប្រមាណជាង$855,000ការកាត់ក្តីរបស់គាត់សរុបហ្នឹងគឺមាន9ឆាកទាំងអស់គ្នាប៉ុន្តែការកាត់ទោសដំបូងហ្នឹងគឺគេដាក់ទោសឲ្យជាប់ពន្ធនាគារ3ឆ្នាំបន្ទាប់ពីការតវ៉ាក្តីរបស់គាត់នឹងមកគាត់ធ្វើការ appeal ទៅកាន់តុលាការហ្នឹងគឺសល់ទោសតែ1ឆ្នាំ8ខែអ្នកទាំងអស់គ្នាសឹងរី like the ringleaders of this child group of the Burning Sun scandal គឺជាប់ទោសតែ1ឆ្នាំ8ខែទេហើយមួយរឿងមួយវិញទៀតហ្នឹងនៅប្រទេសកូរ៉េខាងត្បូងបើសិនជាអក្រិតជនហ្នឹងជាប់ពន្ធនាគារត្រឹមតែ1ឆ្នាំ8ខែទេចង់ថាបើសិនជា1ឆ្នាំ8ខែចុះក្រោមនៅពេលដែលគាត់ចេញមកពីពន្ធនាគារវិញហ្នឹងគឺគាត់នឹងអត់មានប្រវត្តិដែលគាត់ជាប់ពន្ធនាគារហ្នឹងនៅលើប្រវត្តិរូបរបស់គាត់ទេអញ្ចឹងប្រវត្តិរូបគាត់គឺស្អាតស្អំប៉ុន្តែសម្រាប់អ្នកដែលជាប់ពន្ធនាគារ1ឆ្នាំ8ខែឡើងទៅគឺនឹងមានការចារតែនិយាយថាគាត់ធ្លាប់ជាប់ពន្ធនាគារហ្នឹងនៅលើប្រវត្តិរូបរបស់គាត់ដោយឡែកសឹងរីហ្នឹងគឺនៅកាត់ទោសបាន1ឆ្នាំ8ខែត្រឹមតែម្ដងចឹងខ្ញុំគិតថា1ឆ្នាំ8ខែគាត់នឹងមានប្រវត្តិរូបរបស់គាត់នឹងមានចោះថាគាត់ធ្លាប់ជាប់ពន្ធនាគារតែអត់ប៉ុន្តែវាអត់ទេមុនពេលដែលដល់ថ្ងៃកំណត់ហ្នឹង2ថ្ងៃសឹងរីចេញពីពន្ធនាគារបើសិនជានៅតែ2ថ្ងៃទៀតគឺមានព័ត៌មានដែលគាត់ជាប់គុកនៅលើប្រវត្តិរបស់គាត់ឯងប៉ុន្តែខ្ញុំមិនដឹងថាគេធ្វើមិនបានទេគឺចេញមុននឹង2ថ្ងៃទៀតឥឡូវយើងចូលមកមូលហេតុថាមិនបានខ្ញុំអត់ពេញចិត្តនៅពេលដែលខ្ញុំឃើញសឹងរីមកនៅខ្មែរយើងហើយខ្ញុំឃើញថាមាន reaction ជាច្រើនពី fan របស់ពួកគាត់ឬក៏ reaction ខ្លះទៀតថ្មីឯងដែល post ដែលគេនិយាយពី documentary ចេញថ្មីហ្នឹងហើយក៏មាន comment មួយនិយាយថាចា leave Seungri alone like he has been through enough like what girl like he doesn't go through anything មិនខ្ញុំនិយាយថាគាត់អត់មានបានឆ្លងកាត់អីលំបាកអីអត់ទេសារតែនៅពេលដែលចេញពីពន្ធនាគារហ្នឹងគឺមានរឿងអាសៅពីគាត់នឹងកើតឡើងទៀតដែរដែលធ្វើឲ្យប្រជាជននៅប្រទេសកូរ៉េជាច្រើនរៀងលិបភាំងថាសឹងរីគេនៅក្នុងគុកគេមិនបានចេញមកលឿនម៉េះដោយសារតែម្នាក់ខ្លះផ្លេចភ្លាំងអីចឹងណាគឺរឿងអាស្រូវហ្នឹងដោយសារតែមានមនុស្សស្រី2នាក់ហ្នឹងគាត់បានផុសរូបដែលគាត់ទៅដើរលេងនៅបាលីហ្នឹងគឺដូចគ្នារូបហ្នឹងគឺនៅក្នុងវីឡានៃ resort នៅបាលីហ្នឹងតែមួយដូចគ្នាតែម្ដងគាត់នៅខុសប្រឆិតគ្នាបន្តិចទេហើយរូបភាពហ្នឹងគឺថតដោយមនុស្សស្រី2នាក់ផ្សេងគ្នាហើយដូចថាមនុស្សស្រីម្នាក់ដំបូងហ្នឹងគាត់ផុសរូបហ្នឹងថាគាត់បានទៅដើរលេងអញ្ចឹងទៅនៅពេលដែលគាត់ទៅពីថ្ងៃមកនៅថ្ងៃដែលគាត់ត្រូវឡើងទៅកូរ៉េវិញហ្នឹងគឺម្នាក់ស្រីទី2ហ្នឹងត្រឡប់ចូលមកបាលីម្ដងហើយគឺស្រីទាំងពីរនាក់ហ្នឹងគឺជាមនុស្សស្រីដែលសឹងរីហ្នឹងគាត់ខ្សែផ្គប់ហើយនិយាយទៅគឺគាត់ដើរឈីតគេពេញហ្នឹងគឺចាប់ផ្ដើមចូលទម្លាប់ដែលគាត់ធ្វើរឿងទាំងអស់ហ្នឹងទៅលើមនុស្សស្រីវិញចង់និយាយថាមិនបានត្រូវមាន comment និយាយថាឲ្យ leave Seungri alone it should be that Seungri please leave all the women alone like it should be like thatមិនមែនថាឲ្យយើងនឹងគុំទៅប៉ះពាល់សឹងរីឯមានតែនិយាយថាឲ្យសឹងរីនឹងសុំប like behave yourself គុំធ្វើអីប៉ះពាល់ទៅលើមនុស្សស្រីដទៃទៀតដោយសារតែប្រហែលឆ្នាំមកហ្នឹង3-4ឆ្នាំដែលចាប់ពីឆ្នាំ2015ដល់2019ធំតែគេចាប់ខ្លួនគាត់បានហ្នឹងធំតែគេចាប់កន្លែងដែលគាត់ប្រព្រឹត្តរឿងទាំងអស់ហ្នឹងបានហ្នឹងមិនដឹងថាមានជនរងគ្រោះប្រហែលអ្នកដែលជាជនរងគ្រោះនៅក្នុងរឿងក្តីទាំងអស់ហ្នឹងអញ្ចឹងវាអត់មានរឿងហេតុអីដែលគ្រាន់តែគេចោះព័ត៌មានដើម្បីក្រើនរំលឹករឿងហ្នឹងឲ្យមនុស្សម្នាទាំងអស់កុំភ្លេចរឿងហ្នឹងណាបែរជានិយាយថាកុំឲ្យញ៉ៃសឹងរីគាត់វិញនិយាយទៅខ្ញុំឃើញព័ត៌មានហ្នឹងប៉ិតខ្ញុំតែចិត្តធ្វើវីដេអូហ្នឹងហ្មងតែខ្ញុំឃើញ comment ទាំងអស់ដែលខ្ញុំអានហ្នឹងគឺខ្ញុំហួសចិត្តណាស់ចំណុចមួយទៀតដែលខ្ញុំចង់មកធ្វើវីដេអូហ្នឹងគឺខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនដែលគាត់ទៅតែដូចថាក្មេងៗឥឡូវគឺគាត់ចូលចិត្តទៅថានិយាយថាទៅឈៀលទៅផឹកអីលេងជាមួយពូម៉ាក់មួយបងប្អូនវាមិនសូវម៉ានទេតែដូចថាទៅជាមួយពូម៉ាក់ចឹងពេលខ្លះយើងសប្បាយយើងភ្លេចខ្លួនគួរតែប្រយ័ត្នប្រយែងទៅលើចំណុចហ្នឹងបើសិនជាមនុស្សហ្នឹងមានគំនិតអាក្រក់មកលើយើងហើយគឺយើងអាចមានគ្រោះថ្នាក់ហើយយើងត្រូវប្រយ័ត្នប្រយែងខ្លួនឯងមើលថែខ្លួនឯងឲ្យបានល្អទៅ
ជាពិសេសត្រូវមើលថារង្វង់ឬយ៉ាងដើមមួយនឹងមិនដែរអញ្ចឹងហើយមួយវិញទៀតបែកខាត់នៅក្នុងកន្លែងនេះអញ្ចឹងមិនមែនមកពីពូម៉ែយើងទេគឺមកពីកន្លែងនឹងតែម្ដងដែរបុគ្គលិកនឹងគឺធ្វើស៊ីយើងអញ្ចឹងបែបហ្នឹងអញ្ចឹងវាអាចជារឿងមួយដែលយកមកដាស់តឿនខ្លួនឯងថាឲ្យធ្វើការប្រយ័ត្នប្រយែងឲ្យកាន់តែល្អជាងមុននៅពេលដែលចេញទៅក្រៅហើយមួយវិញទៀតគឺនៅការទទួលយកព័ត៌មានឬក៏ការអានព័ត៌មានអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថា fake news ឬក៏ព័ត៌មានคล้ายៗគឺវាមានច្រើនមែនតើនៅលើ Facebook ជាពិសេសតែម្ដងហើយនឹងការដែលព័ត៌មានដែលចេញភ្លាមតាន់ហេតុការណ៍ដែលអត់ទាន់មានព័ត៌មានច្បាស់លាស់ផងហ្នឹងក៏យកមកនិយាយទូពេញនឹងដូចជាករណីរឿង Fat Cat ចឹងនៅពេលដែលចេញមកត្បូងគឺអត់មានអ្នកគេដឹងទេថា Fat Cat ហ្នឹងមានមុខមាត់មិនប៉ុន្តែព័ត៌មានចេញមកហើយទាំងដែលអត់មានដឹងព័ត៌មានអីច្បាស់លាស់ដែលធ្វើឲ្យមាន fake news ច្រើនមែនតើហើយជាទម្លាប់អាក្រក់មួយទៀតរបស់អ្នកដែលគាត់ប្រើប្រាស់លើបណ្ដាញសង្គម Facebook ទាំងអស់ឬក៏អាចនិយាយថាខ្មែរយើងឬក៏ខ្ញុំគិតថាទូទៅទាំងអស់ហ្មងមិនមែនតែខ្មែរយើងទេគឺយើងមានទម្លាប់មួយគឺឆាប់ភ្លេចនៅខ្មែរយើងក៏មិនមែនអត់ដែលមានរឿងព័ត៌មានប្រហែលស្តៀងនឹងដែរទេគឺមានប៉ុន្តែនៅពេលដែលមានព័ត៌មានទាំងអស់ហ្នឹងហើយក៏មានជាមួយនឹងការបន្ទោសទៅលើជនរងគ្រោះក៏មានការខឹងសម្បាទៅលើអ្នកដែលប្រព្រឹត្តរឿងនឹងខ្លះដែរហើយក៏មានការការពារទៅលើអ្នកដែលប្រព្រឹត្តរឿងនឹងដែរហើយនៅពេលដែលមានរឿងនឹងកើតឡើងគប់ផ្សំជាមួយនឹងឋានៈបុណ្យស័ក្តិឬក៏អ្នកដែលប្រព្រឹត្តរឿងនឹងជាអ្នកមានអំណាចគឺរឿងហ្នឹងតាមមួយផ្លែតត្រូវបានគេភ្លេចអស់ហើយថ្ងៃគឺជារឿងមួយដែលគួរឲ្យសោកស្ដាយមែនតើអញ្ចឹងនៅពេលដែលគេភ្លេចរឿងហ្នឹងហើយនៅពេលដែលអ្នកដែលនៅក្នុងហេតុការណ៍ហ្នឹងដែលប្រព្រឹត្តរឿងហ្នឹងគាត់តែចេញមុខមកចឹងហាផ្អាករយៈពេលធំមកហើយចូលមកវិញមកហ្នឹងគឺស្រាប់តែមានមនុស្សចូលតសារចូលគ្រប់ត្រស្រឡាញ់មករំពេចចឹងថាអាហ្នឹងគឺជារឿងមួយដែលយើងអត់ត្រូវភ្លេចទេណាគ្នាមនុស្សបែបហ្នឹងគឺអត់ត្រូវគួរតែទទួលបានការគ្រប់ត្រម្ដងទៀតទេបើសិនជាពួកគាត់មិនបង្ហាញថាពួកគាត់ពិតជាដឹងខុសពួកគាត់ពិតជាចង់ធ្វើខ្លួនឲ្យល្អសាដើមឡើងវិញបើសិនជាអត់មានរឿងបែបហ្នឹងទេអត់មានការដែលបង្ហាញពីទង្វើបែបហ្នឹងថាគាត់ដឹងខុសគាត់ពិតជាខុសមែននេះទេខ្ញុំគិតថាបុគ្គលឬក៏មនុស្សទាំងអស់ហ្នឹងមិនគួរទទួលបាន second chance ទេដោយដែលសឹងរីចឹងអ្វីដែលខ្ញុំនិយាយហ្នឹងគឺថាមានន័យថានៅពេលដែលគាត់ធ្វើរឿងទាំងអស់ហ្នឹងហើយគាត់ចូលពន្ធនាគារហើយគាត់ចេញមកវិញគឺគាត់នៅតែប្រឡូកជាមួយនឹងរឿងហ្នឹងតែហ្នឹងសូម្បីតែគាត់ឈានចូលមកប្រទេសខ្មែរយើងវីដេអូដែលគេល្បី share នៅក្នុង Facebook មករយៈពេលមុនហ្នឹងចាប់អារម្មណ៍គឺគាត់នៅក្នុងក្លឹបគឺសឹងរីនៅក្នុងក្លឹបយកមេក្រូមកនិយាយថានឹងយកជីតាកនមកខ្មែរបានហើយអ្នកទាំងអស់គ្នាអ្វីដែលជាការបារម្ភរបស់ខ្ញុំហ្នឹងគឺគាត់មកខ្មែរយើងធ្វើអីបើសិនជាគាត់និយាយថាគាត់ចង់មករកការវិនិយោគទុនមកធ្វើការរកស៊ីនៅប្រទេសខ្មែរហ្នឹងគឺខ្ញុំហត់តែភ័យទៀតទំនាក់ទំនងរបស់គាត់គឺហ៊ីមកដល់ខ្មែរយើងហ្នឹងហើយយើងដឹងថានៅស្រុកខ្មែរយើងគឺងាយរកស៊ីដែរហើយក៏ជាចំណុចល្អមួយដែរដែលមានអ្នកដែលគាត់ចូលមកវិនិយោគប្រទេសយើងច្រើនដែលជួយធ្វើឲ្យសេដ្ឋកិច្ចជាតិយើងល្អប្រសើរជាងមុនណាប៉ុន្តែដោយដែលការរកស៊ីរបៀបសឹងរីនេះខ្ញុំគិតថាប្រទេសខ្មែរយើងអត់មានល្អជាងអញ្ចឹងគឺជាចំណុចមួយដែលខ្ញុំឃើញសឹងរីមកដល់ខ្មែរគឺវាមានជារឿងអីដែលយើងគួរតែអបអរសាទរទេនៅលើវត្តមានរបស់គាត់នៅប្រទេសខ្មែរយើងហ្នឹងហើយនៅពេលដែលនៅក្នុងពេលដែលគាត់មកស្រុកខ្មែរហ្នឹងក៏ឃើញមានមនុស្សឆ្លោះគ្នាដោយសារតែសឹងរីនឹងពេញហ្នឹងឯងព្រោះអីដោយសារតែមានអ្នកនៅតែស្រឡាញ់គ្រប់ត្រមានអ្នកដែលគាត់ថាស្អប់មានអ្នកដែលប្រកែកទាំងដែលអ្នកខ្លះគាត់អត់ដឹងរឿងដឹងអីចឹងទៅក៏ខ្ញុំអត់បន្ទោសក៏ដែរហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នារឿងក្តីរបស់យើងថ្ងៃនេះគឺចប់តែប៉ុណ្្នឹងឯងខ្ញុំអត់ដឹងថាវីដេអូនេះកាត់ទៅសល់ប៉ុន្មាននាទីទេតែខ្ញុំនិយាយចូលចង់2ម៉ោងដែរហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចជួយចុច like ចុច share វីដេអូមួយនេះហើយកុំភ្លេចជួយ subscribe channel YouTube របស់ខ្ញុំនេះផងហើយ like ជាមួយនឹង Facebook page របស់ខ្ញុំផងដែរអរគុណមែនទែនចំពោះអ្នកដែលគាត់បានមើលវីដេអូមួយនេះតាំងពីដើមដល់ចប់ហើយអរគុណមែនទែនបើសិនជាអ្នកដែលគាត់ធ្លាប់ដឹងរឿងហ្នឹងហើយធ្លាប់ស្ដាប់រឿងហ្នឹងហើយប៉ុន្តែនៅតែស្ដាប់វីដេអូមួយនេះរបស់ខ្ញុំតាំងពីដើមដល់ចប់ទៀតថ្ងៃអញ្ចឹងអត់មានពីអីទេខែពីអរគុណហើយថ្ងៃវីដេអូរបស់យើងថ្ងៃនេះគឺចប់តែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយបាយបាយ